រវាងយករបស់នៅក្រៅប្រទេសដែលគេមាន brand ស្រាប់អីស្រាប់ហើយយើងទៅទិញ franchise គេមកបើកអាជីវកម្មក្នុងស្រុកហើយនឹងបង្កើត franchise ខ្លួនឯងមួយណាល្អជាងនិយាយភាសាសាមញ្ញមួយណារកលុយបានលឿនជាងវាម្យ៉ាងម្នាក់អ្នករកស៊ីសិតជាពាក់លុយគេ True និយមន័យមិនជាពាក់លុយគេហើយអត់មានលទ្ធភាពសងគេណាបើសម្រាប់ខ្ញុំណាបើវាអត់នាំក្តីសុខភាពសប្បាយរីករាយខ្ញុំសុខចិត្តដែរចាញ់តារាខ្លួនឯងផ្ទាល់ឲ្យ priority ទៅលើ marketing ប៉ុណ្ណាពី1ដល់10ខ្ញុំគិតថាអាច8អីសួស្តីតារាសួស្តីបងស្វាគមន៍មកកាន់តុក podcast ដល់មហាសែនទំនើបទាន់សម័យរបស់បងតុកស្អាតហើយមានតម្លៃព្រោះដងយើងធ្លាប់ជជែកគ្នាខ្លះនៅលើឆាកក្នុងនាមជាពិធីការនីមានកិត្តិយសបានសម្ភាសតារាពីរដងដែរសម្ភាសតារាកន្លងមកគឺក្នុងនាមជាពិធីការនីសុទ្ធហ្មងប៉ុន្តែនៅពេលដែលឆ្នាំមុនដែលយើងជួបគ្នានៅ Eon មួយចាប់ដើមរកស៊ីខ្លួនឯងតិចតិចតែតក់ចាំបានដឹងថាអូរកស៊ីវាអត់ស្រួលម៉ានេះអញ្ចឹងនៅពេលដែលឃើញការក្រុមហ៊ុនអូខេបងរាប់ចាត់ទុកថាតារាជាអ្នកជោគជ័យក្នុងវិស័យរកស៊ីអញ្ចឹងសូមឲ្យឈ្មោះ podcast នេះថារៀនរកស៊ីជាមួយអ្នករកស៊ីចា៎អរគុណបងអរគុណអូខេសំណួរទី1ជាសំណួរដែលភាគច្រើនគេចង់ដឹងរកស៊ីអីឆាប់មានរកស៊ីគេចាប់មានបងបញ្ជាក់បងថាថ្ងៃខ្ញុំអត់ទាន់គិតថាខ្លួនឯងនឹងជាបុគ្គលជោគជ័យទេខ្ញុំគិតថាខ្លួនឯងនឹងគឺជាបុគ្គលមួយដែលកំពុងតែដើរនៅលើផ្លូវទៅទិសដៅមួយដែលត្រូវហើយកំពុងតែស្វះស្វែងនៅក្នុងការបន្តដំណើរហើយនឹងបង្កើនល្បឿនទៅអញ្ចឹងណាបងដោយសារខ្ញុំគិតថាគោលដៅរបស់ខ្ញុំនៅវែងឆ្ងាយទៀតហើយមហិច្ឆតារបស់ខ្ញុំនឹងវានៅធំទូលំទូលាយជាងនឹងទៀតណាអញ្ចឹងប្រាប់ខ្លួនឯងថាអត់ទាន់ជោគជ័យដើម្បីឲ្យមានកម្លាំងចិត្តឲ្យប្រឹងបន្តបាទហើយជាក់ស្ដែងគេភាគច្រើនគេមើលឃើញហើយគេស្ដាប់ឮតែការពង្រីកនិងការបង្កើតទេប៉ុន្តែអ្វីដែលខ្ញុំគិតថាខ្ញុំពុំទាន់បានជជែកច្រើនលើកឡើងច្រើនហើយគេក៏មិនសូវបានសួរហ្នឹងថាតើតាក់ទងជាមួយនឹងការបរាជ័យវិញនៅខ្លះអញ្ចឹងខ្ញុំគិតថាសម្រាប់សហគ្រិនទូទៅតែមិនហ៊ាននិយាយថាទាំងអស់ទេទូទៅណាបាទហើយខ្ញុំផ្ទាល់ហ្នឹងវាមានជំហានខ្លះក៏យើងដើរទៅវាអត់ត្រូវដែរបាទហើយអាខ្លះក៏យើងដើរទៅវាផុងខ្លះយើងដើរទៅវាខុសអាខ្លះក៏ដើរទៅវាជួបបញ្ហាដែរបាទអញ្ចឹងបើក្នុងការដើរហ្នឹងមិនមែនថាដំណើរការល្អទាំងអស់ហើយក៏មានក្រុមហ៊ុនដែលខ្ញុំបើកឲ្យបិទទៅវិញក៏មាន project ដែលខ្ញុំលើកហើយវាអត់ចេញលទ្ធផលផែនការដែលយើងគិតក៏មានគម្រោងដែលយើងសាកល្បងទៅវាខាតបាទហើយអានោះខ្ញុំគិតថាវាគឺជាគ្រឿងផ្សំនៃជីវិតជាសហគ្រិនណាវាតែមានជូរចត់ផ្អែមល្វីងហើយនឹងប្រៃវាអត់អាចផ្អែមទាំងអស់បានផ្អែមទាំងអស់បានញ៉ាំយូរទៅតលន់បាទសូចំណុចហ្នឹងខ្ញុំចង់ពីរចំណុចហ្នឹងគឺមិនទាន់ជោគជ័យហើយនឹងមិនអាចឈ្នះរហូតទេបាទទៅអ្នកស្ដាប់របស់បងទាំងអស់ថាហ្នឹងគឺ part of ជាចំណែកនៃឬក៏ជាវិថីនៃសហគ្រិនភាពត្រូវតែជួបអាហ្នឹងបាទអញ្ចឹងអ្វីទៅជាជោគជ័យខ្ញុំគិតថាជោគជ័យវាទៅលើបុគ្គលនីមួយៗតាមចំណងចំណូលចិត្តតាមគោលដៅរៀងខ្លួនអញ្ចឹងឧទាហរណ៍ថាអ្នកដែលគាត់ដើរនៅក្នុងគន្លងសាសនាជោគជ័យរបស់គាត់គឺពេលដែលបានត្រាស់ដឹងពេលដែលបានឡើងឋានសួគ៌ពេលដែលអាចលាក់បាទជោគជ័យសម្រាប់សិល្បករគឺពេលដែលគាត់អាចសម្រេចបាន performance ធំជាងគេនៅលើឆាកដែលធំជាងគេគាត់មានអ្នកដែលគាត់follow គ្រប់គ្រងគាត់នឹងច្រើនអញ្ចឹងណាបងបាទជោគជ័យសម្រាប់បុគ្គលនីមួយៗខុសៗគ្នាជោគជ័យសម្រាប់ខ្ញុំគិតថាទី1គឺត្រូវតែធ្វើម៉េចអាចរកប្រាក់ចំណូលបានល្អគួរសមដើម្បីអាចទ្រទ្រង់អាជីវភាពរស់នៅរបស់ខ្ញុំផ្គត់ផ្គង់ទៅក្រុមគ្រួសាររបស់ខ្ញុំឲ្យបានល្អប៉ុន្តែបន្ថែមលើនឹងទៀតខ្ញុំចង់ធ្វើម៉េចអាចចូលរួមជាមួយនឹងការអភិវឌ្ឍសង្គមរបស់យើងបានច្រើនណាដោយសារតាំងពីក្មេងមកខ្ញុំមានឱកាសទៅរៀនស្រុកគេប្រទេសគេភាគច្រើនគេអត់សូវស្គាល់ទីមួយគេស្គាល់យើងទេហើយអ្នកដែលស្គាល់យើងជាស្រុកខ្មែរជាជនជាតិខ្មែរហ្នឹងភាគច្រើនគេអត់សូវឲ្យតម្លៃទៀតហើយភាគច្រើនបើគេដូចថាលើកសរសើរអំពីពូជសាសន៍ណាដែលខ្លាំងបកែឆ្លាតឬក៏ដូចថាតើចេញពីជាតិមួយណាដែលនឹងខ្លាចទៅជាគ្រូពេទ្យនឹងខ្លាចទៅជាមេធាវីអីភាគច្រើនគេអត់ដែរ include ខ្មែរនៅក្នុងនេះហ្នឹងឯងហើយខ្ញុំគិតថាអាហ្នឹងតាំងពីអាយុ12 13មកខ្ញុំមានអាហ្នឹងជាកម្លាំងចិត្តមួយដែលថាខ្ញុំត្រូវធ្វើយ៉ាងម៉េចដើម្បីអាចរួមចំណែកកាត់អានឹងចោលហើយកសាងគេឈ្មោះប្រទេសយើងឲ្យទៅជាព
ពងមួយដែលគេសរសើរវិញណាបាទផ្លាស់ប្ដូរពីមិនស្គាល់ទៅស្គាល់ផ្លាស់ប្ដូរពីការមើលស្រាលទៅកោតសរសើរវិញអញ្ចឹងណាបង ចា so ឥឡូវក្នុងគោលដៅហ្នឹងវាមានច្រើនទីមួយ office គឺត្រូវតែចូលរួមបង្កើតការងារបានច្រើនអញ្ចឹងដូចបច្ចុប្បន្ននេះយើងបង្កើតការងារបានពី2000ជាងកន្លែងហើយជូនប្រទេសយើងជូនក្រុមការងារយើងជូនសាធារណជនរបស់យើងបាទគោលដៅរបស់ខ្ញុំត្រឹមអាយុអាចទេត្រឹម40ជាងទៅ40ក្រាស់ហើយខ្ញុំចង់ធ្វើឲ្យបង្កើតបាន10000អាហ្នឹង metric មួយហើយខ្ញុំបាន10000ការងារខ្ញុំគិតថាខ្ញុំបានបង្កើតបាន10000ការងារហើយបាទគោលដៅទី2ខ្ញុំចង់អាចបង្កើតជាវិទ្យាស្ថានមួយដែលខ្ញុំចូលរួមចែករំលែកអាចថាចំណេះហើយនឹងជំនាញដែលខ្ញុំគិតថាហ្នឹងយើងធ្វើទៅឃើញថាវាមានប្រសិទ្ធភាពហ្នឹងឲ្យគេប្រើទូលំទូលាយហ្មងកុំឲ្យចេះតែឯងព្រោះពេលដែលយើងស្លាប់ទៅអត់យកទៅតាមទេអញ្ចឹងអ្វីខ្លះដែលខ្ញុំគិតថាម៉ាករបស់យើងធ្វើបានរៀងគ្រាន់បើដែរទីមួយគឺសេវាកម្មចា៎បាទការទទួលភ្ញៀវការរស់រានតាក់លក្ខណៈអញ្ចឹងហើយខ្ញុំគិតថាសេវាកម្មគឺជាអ្វីដែលអាជីវកម្មនៅក្នុងស្រុកយើងជាច្រើនអត់ទាន់សម្រេចបានទេប្រសិនបើខ្ញុំអាចបង្កើតវិទ្យាស្ថានមួយហើយយើងអាចផ្ដល់ការអប់រំនឹងទៅម្ចាស់អាជីវកម្មទៅម្ចាស់ស្ថាប័នទៅបុគ្គលិកទៅក្រុមការងាររបស់គេបានណាអញ្ចឹងខ្ញុំចូលរួមលើកស្ទួយសេវាកម្មនៅស្រុកខ្មែរទូលំទូលាយបានហើយពេលបរទេសមកគេថាអូខ្មែរយើង slot boat ត្រង់ចិត្តល្អប្រពន្ធចិត្តស្នាមញញឹមហើយសេវាកម្មល្អទៀតបាទមួយទៀតដែលថ្ងៃយើងធ្វើបានល្អហើយខ្ញុំចង់នេះហ្នឹងគឺតាក់ទងជាមួយនឹងការរៀបចំកន្លែងធ្វើការរបស់យើងហ្នឹងឲ្យវាបានល្អដើម្បីឲ្យមនុស្សដែលគេចូលមកគេមានអារម្មណ៍មួយថាវាកក់ក្ដៅវាផ្ដល់ជាវេទិកាមួយគេអាចលូតលាស់ឲ្យនេះបានណាក្របានណាបងបាទអញ្ចឹងអាហ្នឹងក៏ជាតាក់ទិតជាម៉ូតូដែលខ្ញុំចង់ hopefully សង្ឃឹមថាអាចចែករំលែកទៅហើយគេយកទៅប្រើប្រាស់បានទៅអញ្ចឹងវាចំណេញទាំងអស់គ្នាបាទហើយនៅមានចំណុចផ្សេងមួយតារាងដែលខ្ញុំចង់រុញនៅក្នុងវិទ្យាស្ថានហ្នឹងដូចថ្ងៃខ្ញុំគិតថាយើងចាប់ផ្ដើមមានទំនិញសម្ភារៈផលិតផលអីវ៉ាន់ល្អច្រើនជាងមុនច្រើនជាងចំនួនថា5ឆ្នាំមុនចុះបាទតាំងពីទឹកស៊ីអ៊ីវតាំងពីទឹកម្ទេសសម្លៀកបំពាក់តាំងពីគ្រឿងវេចខ្ចប់យើងចាប់ផ្ដើមមានអាវ៉ាន់ដែលស្តង់ដារទៅហើយល្អហើយចាប់ផ្ដើមទទួលបានច្រើនទៅហើយប៉ុន្តែអ្វីដែលខ្ញុំគិតថាធ្វើឲ្យអាវ៉ាន់ទាំងអស់ហ្នឹងមិនទាន់អាចហក់ទៅមកកម្រិតទៀតដល់ឆាកអន្តរជាតិបានណាគឺទី1យើងអត់ទាន់បកកែនៅក្នុងការនិទានរឿងហើយមនុស្សជួយចិត្តរឿងចូលដឹងថាសាច់គោហ្នឹងមកពីណាសណ្ដែកដែលយើងសណ្ដែកសៀងដែលយើងយកមកធ្វើទឹកស៊ីអ៊ីវហ្នឹងគឺដាំដុះនៅចំការតាយ៉យបាទឧទាហរណ៍ណាបងបាទឲ្យគាត់ប្រើនេះប្រើនោះដើម្បីឲ្យសណ្ដែកហ្នឹងចេញមកគឺវាមានរសជាតិល្អហើយគេរើសមកហ្នឹងគឺតាមស្តង់ដារខ្នាតមិនមែនយកសណ្ដែកគ្រប់នេះទេគឺគេដាក់ថាតរ2មីលីម៉ែត្រគេយកមកប្រើឧទាហរណ៍ណាបងអញ្ចឹងថ្ងៃយើងនៅខ្វះខាតធំមួយហ្នឹងគឺការនិទានរឿងហ្នឹងហ្មងទី2ផលិតផលហើយនឹងអាវ៉ាន់ដែលយើងលក់ហ្នឹងគឺនៅខ្វះតាក់ទងជាមួយនឹងការរចនាការវេចខ្ចប់បាទហើយបើខ្ញុំមានវិទ្យាស្ថានមួយដែលអាចជួយបណ្ដុះតាំងពីអ្នកដែលគាត់បកកែខាងរចនាហ្នឹងដែលគាត់ខ្ញុំគិតថាហ្នឹងខ្ញុំមានក្តីសុខខ្ញុំបានចូលរួមវាមិនមែនជាប្រយោជន៍របស់ខ្ញុំគឺក្តីសុខប៉ុន្តែប្រយោជន៍របស់អ្នកដែលគាត់ចូលរួមគឺគាត់បានទៅពង្រឹងហើយនឹងពង្រីកគេឈ្មោះរបស់សង្គមយើងប្រទេសយើងប៉ុន្តែតាមវិស័យនីមួយៗអញ្ចឹងអ្នកកាត់ដេរចាប់ផ្ដើមមានសាច់រឿងtechnique នៃការកាត់ដេរការជ្រើសរើសកណាត់សូត្រខ្មែរឬក៏កណាត់នេះល្អជាងមុនអ្នកខាងម្ហូបអាហារល្អជាងមុនអ្នកខាងសំណង់អីហ្នឹងអាហ្នឹងខ្ញុំគិតថាវាអាចជ្រាបចូលទៅបានច្រើនកន្លែងអញ្ចឹងពីចំណុចនៅក្នុងមហិច្ឆតាខ្ញុំមានច្រើនទៀតលះអស់ហើយបាទនឹងនៅមិនតាន់ថាកូនទាំង3នាក់ហ្នឹងទៅមិនទៀតនឹងមានទៀតបាទអូខេមុននឹងតារាចង់និយាយថាមុនអាយុ50ឆ្នាំព្រោះនិយាយថា40ក្រាស់អញ្ចឹងថាមុន50ចង់បង្កើតការងារឲ្យបាន10000ហើយហ្នឹងជាពេលល្អដែលខ្ញុំទីបំផុតអាចសួរបញ្ជាក់ច្បាស់ 100% ថាតារាលើអាយុប្រហែលនេះបាត់ឲ្យហ៊ានសួរថ្ងៃនេះម៉ោងនេះខ្ញុំអាយុ36បាទប៉ុន្តែ7ថ្ងៃទៀតខ្ញុំអាយុ37អូ my god ខ្ញុំសុំឆ្លើយ36សិនចុះឲ្យវិញតែមកទៅ podcast ហ្នឹងចេញ37ហើយអូខេបងនៅការពេលអញ្ចឹងឥឡូវអាយុ37ឆ្នាំហើយបងចាប្រពន្ធ1កូន3ចា1កូន3
អត់មានសង្សារទេបាទ ពាក្យមួយម៉ាត់ហ្នឹងសុំទុកចាឲ្យមិនកាត់ទេណាអូខេណាយ៉ាដាច់មួយបើតាមដឹងមកប្រពន្ធជាអ្នកដែលជាអតិថិជនគួយពៀនមាសពៀនមាសបងបាទស៊ូអូខេសេវាកម្មខ្ញុំគ្រប់គ្រង1លាន%ទៅលើស្អីក៏ដោយខ្ញុំមានអារម្មណ៍ថាពេលដែលទិញអីមួយជួលអីមួយខ្ញុំមានអារម្មណ៍ថាវានៅតឹងទ្រុងតឹងអីមិនមែននៅលើសម្ភារៈហ្មងគឺនៅលើអាពេលដែលយើងទិញមកហើយនោះសេវាកម្មនៅក្នុងការដឹកជញ្ជូនមកនៅក្នុងការដាក់ឲ្យឬអីហើយពេលខ្លះមានអារម្មណ៍ថាវារបស់ហ្នឹងល្អប៉ុន្តែនៅពេលដែលសេវាកម្មអត់ល្អគឺលែងចង់បាទលែងចង់បានហ្មងលែងចង់ប្រើហ្មងខ្ញុំឃើញធូបជាឧទាហរណ៍មួយល្អមែនតើហ្មងចាប់តាំងពីអ្នកខាងក្រៅដែលយើងគាត់ពាក់ឲ្យយើងអ្នកសេវាខាងក្រៅហ្នឹងយើងប្រើពាក្យអ្នកសេវាខាងក្រៅយើងមិនមែនប្រើអ្នកសន្តិសុខទេបាទយើង brand គឺ very good ហ្មងហើយលើពីហ្នឹងទៀតទៅធូបព្រោះដងមានម្ដងដែលខ្ញុំទៅឃើញនិយាយហ្មងនៅ Eon មួយខ្ញុំទៅរៀងផឹកព្រោះជាទូទៅពេលយើងទៅកម្មវិធីមិនមែនទៅដើរផ្សារយើងទៅកម្មវិធីយើងទៅមុនផ្សារបើកទៀតចឹងគឺចាំហ្មងគាត់នៅ9ពុបដើរចូលធូបបានមុនហ្នឹងគេឲ្យដើរទៅ Eon តឹងហើយខ្ញុំឃើញអ៊ំគាត់រុញអាទៀដឹកអីមកប្រហែលជា supply បន្លែឬក៏អីមិនដឹងដែរគាត់ដឹកមកអញ្ចឹងហើយខ្ញុំឃើញក្មេងៗគាត់អ៊ំភាសាបាយផឹកនៅអីហើយគាត់មិនមែនជាអតិថិជនទេអ៊ំគឺជាអ្នកយកអីមកហើយមើលតាមសម្លៀកពាក់តាមស្បែកជើងផ្ទាត់គាត់អីហ្នឹងគឺគាត់អ្នកដឹកអីមកប៉ុន្តែក្មេងៗនៅនឹងចេះសួរអ៊ំហូបបាយផឹកអីនៅហើយមិនមែនជាលើកទី1ដែលគាត់សួរអ៊ំទេព្រោះអ៊ំឡើងសើចនិយាយជាមួយអីចឹងណាខ្ញុំក្នុងនាមជាអតិថិជនណាអូខេ take my money នេះយកដូចខ្ញុំបាទសេវាកម្ម is important សេវាកម្មវាសារៈសំខាន់ខ្លាំងខ្ញុំឯកភាពបងយើងរើសបុគ្គលិកមិន like ធ្វើមកយើងទៅរកបានបុគ្គលិកល្អមែនហើយមិនមែនតិចណាធូបមានប៉ុន្មានសាខាអីធូបបច្ចុប្បន្ន67ហើយបង67បាទតែខ្ញុំសូមបើកបង្ចក់បញ្ជាក់ថាថ្ងៃខ្ញុំមិនអ្នកកាន់ធូបទេអញ្ចឹងបន្ទុកទាំងអស់នោះខ្ញុំសូមវេជូនទៅដៃគូរបស់ខ្ញុំឈ្មោះ Moni Pich អូខេជានារីឆ្នើមហើយគាត់ជាអ្នកគួរទទួលបន្ទុកនៅស្នាដៃហ្នឹងបាទMoni Pich បាទអូខេចាំប្រាប់គាត់ផងខ្ញុំសូមលេខទូរស័ព្ទហៅទៅធ្វើ podcast បាទបងគាត់ស្អែកខ្ញុំចាគាត់ល្អគាត់ប្រកែមិនឆ្លើយសំណួរបងហ្នឹងមាន67សាខាហើយបង67សាខាគួយខយើង45ហើយបាទចានេះបាទកកកក7ឬ8បង7ចុះបាទ7កលឹកពងមើលហីមិនដឹងមែនខ្ញុំ7ហើយបាទ7 8កកសរុបទាំងអស់បើនិយាយសាខាសរុបទាំងអស់វិញខ្ញុំគិតថាម្ដងនេះចិត្ត200ហើយអូខេសរុបប្រហែល brand ហ្នឹងបាទ Kio មួយទៀតហ៎ Kio 3 4ហើយឥឡូវហ្នឹងអូខេអញ្ចឹងយើងមានសរុបទាំងអស់ជិត200ហាងជិត200បាទជិត200ហាងហ្នឹងយើងអូនខ្លួនឯងយើងជាម្ចាស់ខ្លួនឯងឬយើងលក់ franchise អត់យើងលក់ franchise ច្រើនហើយលក់ franchise ដែរហ៎បាទបុគ្គលិកសំដងឯងចង់បើក franchise ធូបដោយសារតែផឹកខ្លួនឯងរាល់ថ្ងៃមួយថ្ងៃទិញគេ2 3ដងវាហត់ដែរតែអញ្ចឹងតិចទៀតជប់លក់ skin care បើកធូបម្ដងមានអីបងតែ I think ឆ្នាំនេះយើងក្រងផ្អាកការលក់ franchise នៅធូបខ្ញុំគាត់ចាប់ផ្ដើមចង់តិចលក់បាត់ដោយសារក្តីបារម្ភរបស់ខ្ញុំសុំប្រើពាក្យយើងចុះប៉ុន្តែអ្វីដែលពេចគាត់លើកឡើងមកបានល្អហ្នឹងគឺយើងអត់ចង់ឲ្យការពង្រីកហ្នឹងវាច្រើនជ្រុលពេកទៅរហូតដល់យូរទៅសាខានីមួយៗហ្នឹងចាប់ផ្ដើមហែកគ្នានៅម្ដុំនេះមាន3បាទម្ដុំនេះនៅកោះពេជ្រហ្នឹងនៅហើយទៀតនៅកោះនារីមួយទៀត Oh my god អញ្ចឹង4អញ្ចឹងបងក៏ទៅតែពេលណាយើងប្រឡែងហ្គេទៅហើយអត់ទប់ហ្វ្រាំងទេទីទៀតវាឡើងជាការប្រកួតរវាងម៉ាក់យើងជាមួយនឹងម៉ាក់គេដើម្បីដណ្ដើមអតិថិជនទីទៀតគឺការប្រកួតរវាងសាខារបស់យើងនិងសាខារបស់យើងដើម្បីដណ្ដើមអតិថិជនព្រោះឥឡូវនេះចាក់ស្ដែងពេជ្រគាត់ដូចជាបាន confirm ដល់100ជាងសាខាបាត់ហើយ67បើកប៉ុន្តែមានសាខា30ទៅ40ទៀតដែលកំពុងតែគូប្លង់ឲ្យនឹងសាងសង់ពេលចប់ទាំងអស់នឹងហើយដូចរៀងច្រើនដែរអញ្ចឹងយើងលុយចង់បានតែវិសាលភាពសំខាន់ជាងអូខេ Posen ហើយបុគ្គលិកលក់ skin care ធម្មតាអត់ទេប៉ុន្តែកន្លែងហ្នឹងគួរចាប់អារម្មណ៍មែនតើពីព្រោះគួយយើងទិញ franchise គេត្រូវហ៎ធូបយើងបើកខ្លួនឯងបាទឥឡូវកុំអាននិយាយរឿង franchise បន្តនៅក្នុងស្រុកនិយាយពីអាជីវកម្មវិញពីព្រោះតើតើក្នុង franchise វា apply ទៅគ្រប់ទាំងអស់មិនថាតែគុជមិនថា skin care មិនថាអីពីព្រោះខ្ញុំក៏យករបស់គេមកលក់យើងមិនមែនខ្លួនឯងរវាងយករបស់នៅក្រៅប្រទេសយើងកុំនិយាយថាប្រទេសណា
ដែលគេមាន brand ស្រាប់អីស្រាប់ហើយយើងទៅទិញ franchise គេមកបើកអាជីវកម្មក្នុងស្រុក បាទ ហើយនឹងបង្កើត franchise ខ្លួនឯងមួយណាល្អជាងល្អនិយាយភាសាសាមញ្ញមួយណារកលុយបានលឿនជាង វាម្យ៉ាងម្នាក់ អូ បាទហើយ មួយណាល្អជាងស្រួលជាង ក៏ម្យ៉ាងម្នាក់ដែរហ្មងអញ្ចឹងឧទាហរណ៍ខ្ញុំសុំលើកគុណសម្បត្តិគុណវិបត្តិទាំងពីរវិញអញ្ចឹងគុណសម្បត្តិយើងទិញមករបស់គេមកគឺយើងអត់ចាំបាច់ហត់ទៅស្រាវជ្រាវផលិតផលសេវាកម្ម concept អាហ្នឹងគេគិតឲ្យអញ្ចឹងយើងដាក់លុយទៅឲ្យគេចែករំលែកអ្វីដែលគេបានដូចថាចំណាយពេលកម្លាំងធនធានរបស់គេទៅស្រាវជ្រាវអស់យូរឆ្នាំទៅកសាងទៅសម្រិតសម្រាំងហ្នឹងឲ្យយើងយកមកដាក់ប្រើប្រាស់ហ្មងអញ្ចឹងយើងអាចបើកបានភ្លាមហើយយើងអាចបរិយាបានភ្លាមអញ្ចឹងនៅក្នុងរយៈពេលខ្លីការទិញ franchise ហ្នឹងវាអាចល្អមួយយ៉ាងដែរនៅក្នុងការពន្លឿនការពង្រីកនិងការទៅប្រមូលចំណូលអញ្ចឹងណាបងការទៅរកលុយបាទចាគុណវិបត្តិគឺយើងអត់មានសិទ្ធិសម្រេចចិត្តពេញលេញអញ្ចឹងធ្វើអីក៏ត្រូវឆ្លងគេធ្វើអីក៏ត្រូវចាំគេប្រសិនបើយើងបើក franchise នៅក្នុងទីផ្សារមួយដែលមានការប្រកួតប្រជែងនេះខ្លាំងណាជួនកាលយើងកាត់ចកត់អត់តទេដោយសារថាមុនមកចង់បត់ឆ្វេងត្រូវងាកទៅសួរគេសិនខ្ញុំបត់ឆ្វេងបានអត់ត្រូវចង់ស្ដាំទៅងាកខ្ញុំបត់ឆ្វេងបានអត់ចង់វ៉ាឡានខ្ញុំវ៉ាឡានហ្នឹងបានអត់ចង់ stop ឈឺនោមแล้วខ្ញុំអាចអែបគៀនបានអត់អញ្ចឹងវាអីក៏ត្រូវសួរគេដែរហើយអាហ្នឹងបើយើងសំណាងប៉ះម្ចាស់មកដែលគាត់ល្អគាត់សួរមកយើងគាត់ច្រើនឆៃដូចខយនេះខ្ញុំគិតថាគឺជាសំណាងមកយើងប៉ះម្ចាស់មកមួយដែលគាត់គាំទ្រគាត់បើកដៃគាត់ជ្រុំជ្រែងគាត់ដែរគាត់ល្អហ្មងបាទតែបើប៉ះ friend ដែលអត់ល្អស្អីក៏ត្រូវសួរគាត់ដែរអាហ្នឹងពិបាកបាទផ្ទុយទៅវិញការបើកខ្លួនឯងយើងមានសេរីភាពច្រើនប៉ុន្តែសេរីភាពប្រសិនបើអត់មានកំណត់ស្មុគស្មាញអត់ដឹងធ្វើអីអង្គុយមួយថ្ងៃអង្គុយគិតហ្នឹងនេះបានអត់ធ្វើនោះបានអត់concept ហ្នឹងគេចូលចិត្តអត់ដាក់ពណ៌លឿងឬក៏ពណ៌ខៀវហើយភេសជ្ជៈហ្នឹងយើងគួរលក់ច្រើនមុខឬក៏តិចមុខគួរដាក់តម្លៃថ្លៃឬតម្លៃធូរដាក់តម្លៃធូរតិចអត់មានចំណេញហើយទៅស្រាវជ្រាវរឿងរសជាតិឬក៏បងលក់សេវាកម្មតើសេវាកម្មដែលយើងដាក់ទៅហ្នឹងវាអាចនឹងគេពេញចិត្តអត់ហើយពេលចេញលក់ទៅជួនកាលគេអត់គ្រប់ត្រអញ្ចឹងដូចធូបបើកដំបងខាតរាល់ខែហើយយើងបើយើងខាតរាល់ខែប៉ុន្តែយើងដឹងថាម៉ាកហ្នឹងផលិតផលមួយហ្នឹងគឺដឹងតែដែរហើយព្រោះខាតដោយសារគេមិនទាន់ស្គាល់មិនទាន់មកតែពេលគេមកគេស្គាល់ហើយគេចូលចិត្តយើងមានកម្លាំងចិត្តយើងដឹងថាបុកឲ្យអត់អីទៅមុខទៀតគេស្គាល់ទៅគេគ្រប់ត្រទៅយើងលក់ឡើងហើយប៉ុន្តែពេលដែលយើងបើកម៉ាកថ្មីឈរលើផលិតផលថ្មីដែលអត់ដែលមានដូចថាប្រវត្តិនៃភាពជោគជ័យឬការគ្រប់ត្រមកហ្នឹងយើងប្រហោងពោះអារម្មណ៍មួយថាមិនដឹងថាខាតដោយសារគេមិនទាន់ស្គាល់គេមិនទាន់មកទិញលក់មិនទាន់បានឬក៏ខាតដោយសារគេស្គាល់ហើយគឺគេអត់ចូលចិត្តហើយអត់គ្រប់ត្រអាហ្នឹងស៊ីអារម្មណ៍ផ្លូវចិត្តមែនតើយើងត្រូវគិតថាបាទយើងឥឡូវមិនបន្តឬក៏បិទតែបន្តតិចផុងខ្លួនកាន់តែច្រើនទៅហ្នឹងហើយហ្នឹងស្រេចមែនតើតាមពិតទៅបងធ្លាប់សួររឿងនឹងម្ដងពេលដែលធ្លាប់បានសម្ភាសតារាលើកមុនប៉ុន្តែសម្រាប់ទស្សនិកជនអាចថ្មីចឹងខ្ញុំសួរម្ដងទៀតតើខាតប្រហែលខែឬខាតកម្រិតណាដែលយើងអាចសម្រេចចិត្តអូខេឈប់ហើយខ្ញុំគិតថាអានឹងវាអត់មានខ្ញុំអត់ដឹងថាចម្លើយគួរឆ្លើយទៅមិនដែរព្រោះខ្ញុំអត់ដែរបានគិតទៅដល់នឹងស៊ីជម្រៅណាហើយបើពីពួកខ្ញុំវិញនិយាយទៅខាតប្រហែលខែស៊ីសពួកខ្ញុំកាលនោះបើជំរាបបងត្រង់ខ្ញុំគិតទាំងអស់គ្នាគឺទទួលសម្ពាធផ្លូវចិត្តច្រើនណាបាទតានតឹងចិត្តប៉ុន្តែនៅមានមួយចម្រៀងទៀតខ្លាចខ្មាស់គេខ្លាចបាក់មុខហើយដល់ពេលចឹងគាត់ថាមែនយើងបើកខយមួយហើយដើរបើយើងបើកធូបទៅបរាជ័យអញ្ចឹងមិនទាំងអស់គ្នាគេគិតថាបុគ្គលប្រហែលអ្នកហ្នឹងគឺជោគជ័យដោយសារទិញ franchise គេមិនដោយសារគាត់ចេះធ្វើខ្លួនឯងអាជីវកម្មហ្នឹងហើយព្រោះដល់ពេលបើកខ្លួនឯងដួលហើយអាហ្នឹងកាលនោះនៅក្មេងអញ្ចឹងគិតពីមុខមាត់ច្រើនហើយគិតពីថាធ្វើម៉េចកុំឲ្យខ្មាស់គេអញ្ចឹងក៏ចេះប្រឹងខាតចេះប្រឹងហ្នឹងហើយតែបើសួរថាអាការប្រឹងដោយសារមកពីមានឆន្ទៈច្បាស់លាស់ឬក៏ហៅថាម៉េចបងនៅថាមុតមាំមានអីដែលថាជាកតាដូចស្ដាប់មកវាផោផង់អត់មានទេបងហ្នឹងមានខ្លាចខ្វះគេហើយខ្លាចថាបិទទៅមិនខ្វះគេអញ្ចឹងប្រឹងហើយដាក់លុយថែមបើកសាខាទី2ទៀតខាតសាខាទី2នឹងទៀតរហូតដល់យើងបិទនៅ Aeon 2កាលមុនមានយូរហើយហ្នឹងមានសាខាធូបមួយបើកហើយចុងក្រោយវាដូចថាវា
ឆេខាងបីទៅខ្មាស់គេក៏ទប់លែងជាប់បាទអញ្ចឹងវាបិទមួយយើងសល់មួយដែរអញ្ចឹងបិទអានឹងមួយទៅហើយចាំរកហេតុផលប្រយោគគេហ្នឹង maybe អានឹងត្រូវការrelocate ទៅណាអញ្ចឹងណាបងបាទតែយើងនៅសល់មួយនៅក្តាន់ពីរដែរអញ្ចឹងយើងទុកអានឹងទៅសិនតែso ហ្នឹងពីរហ្នឹងជាធូបទី1ទី1មកសុភាតារាសម្រាប់កម្មវិធីទូបាទយូរហើយ so yeah បងអញ្ចឹងខាតដល់កម្រិតណាខ្ញុំគិតថាវាគេអត់មាន formula មួយដែលថា1 + 1គឺត្រូវតែ2អញ្ចឹងដល់បន្ទាត់នេះដល់ពេលនេះដល់នេះយើងត្រូវតែបិទអាហ្នឹងគឺខ្ញុំគិតថាតាម tolerance តាមហើយគេមកតាមស្ថានភាពជាក់ស្ដែងសមត្ថភាពរបស់បុគ្គលនីមួយៗនៅក្នុងការត្រតងសម្ពាធហ្នឹងចាបាទហើយនៅក្នុងការពន្លឺដែលយើងអាចមើលឃើញអត់បាទអ្នកមួយចំនួនទៀតគឺសម្ពាធទៅលើហិរញ្ញវត្ថុគ្រួសារកន្លែងហ្នឹងសំខាន់ណាស់ពីព្រោះខ្ញុំក៏ដូចគ្នាដែរបើធ្វើអីទៅអត់ដើរមានអារម្មណ៍ថាខ្មាស់គេអញ្ចឹងណាប៉ុន្តែថាអាការខ្មាស់គេរបស់យើងម្នាក់ហ្នឹងភាពធៀបជាមួយនឹងយើងត្រូវយកលុយទៅបន្ថែមទៀតគ្រួសារយើងទប់រួចដែរអត់វាមានខុសៗគ្នាអញ្ចឹងបើហិរញ្ញវត្ថុខាងនោះក៏មិនថាមានច្រើនដែរបងគេយកវាខ້ອຍមកទប់ធូបវិញហ្នឹងហើយអញ្ចឹងវាចុងក្រោយបុកគុណចៃទៅវាអត់មានន័យសល់ហ្មងនេះតែហើយបើឲ្យខ្ញុំគិតបកមកឥឡូវវិញការនៅក្មេងខ្ញុំគិតថាយើងខ្វល់ខ្វាយខ្ញុំមិនដឹងថាបងដល់ខ្ញុំអត់ទេណាតែការខ្ញុំនៅក្មេងខ្ញុំគិតថាខ្ញុំខ្វល់ខ្វាយច្រើនឲ្យតម្លៃច្រើនណាស់ទៅលើរូបភាពខាងក្រៅរបស់យើងហើយនឹងការមើលឃើញរបស់គេអញ្ចឹងណាបាទហើយអញ្ចឹងនៅក្មេងតែចង់បានមិត្តភ័ក្តិច្រើនចង់ស្គាល់គេច្រើនចង់លេចធ្លោចង់ល្អហឺហាលោឆាយអាហ្នឹងអត់ដឹងប្រហែលជាមិនគ្រប់ក្មេងតែក្មេងខ្ញុំគឺអញ្ចឹងតែដល់ពេលឥឡូវខ្ញុំវិវត្តអាយុទៅមុខទៅខ្ញុំចាប់ផ្ដើមមានកំណត់ថាជួនកាលយើងឲ្យតម្លៃអាមុខមាត់នឹងច្រើនពេកទៅវាធ្វើឲ្យប៉ះពាល់អារម្មណ៍របស់យើងដែលយើងអាចប្រើប្រាស់ជាមួយនឹងកូនជាមួយនឹងគ្រួសារជាមួយនឹងម្ដាយបើយើងអារម្មណ៍អត់ល្អដល់ផ្ទះទឹកមុខមិនរីករាយកម្លាំងរបស់យើងអត់មានដើម្បីលេងមួយកូនអត់មានដើម្បីចំណាយមួយប្រពន្ធឪពុកម្ដាយមិត្តភក្តិទេដូចខំរទៅអីដូចខំទៅដល់រឿងមុខមាត់ហ្នឹងបានមកតែយើងអត់សុខចិត្តហ្នឹងអញ្ចឹងខ្ញុំគាត់ថាឥឡូវវិវត្តទៅមុខយើងកាត់បន្ថយទៅលើរឿងហ្នឹងអញ្ចឹងណាហើយខ្ញុំគិតថាយើងក៏ចាប់ផ្ដើមដឹងថាបុគ្គលដែលបកកែប៉ុណ្ណាក៏ដោយត្រូវតែមានត្រូវខ្លះខុសខ្លះជោគជ័យខ្លះដួលខ្លះហើយខ្ញុំចាំការខ្ញុំនៅរៀនសាកលខ្ញុំមើលសន្ទរកថារបស់កីឡាករលេខ1 Vitania Roger Federer គាត់លេខ1លើពិភពលោកហ្មងលេខ1លើពិភពលោកហើយគាត់សួរទៅនិស្សិតទាំងអស់ស្កោតចល័តអស់ដែលទទួលសញ្ញាបត្រថាអ្នកណាគេអាចទាយដឹងអត់ថាក្នុង100 game ដែលគាត់លេងតើសតិដែលគាត់ឈ្នះប្រហែលភាគរយព្រោះគាត់លេខ1លើពិភពលោកអញ្ចឹងតើអត់នេះខ្ញុំគាត់ថាវាយឈ្នះបាទដឹងថាគាត់ទៅណាក៏ 80-90% ដែរហើយគាត់ថាយោងតាមទិន្នន័យដែលគេកណនីឲ្យគាត់ស្ថិតិដែលគាត់ឈ្នះតែ 50% ទេអញ្ចឹងមកគាត់ថាបើគិតមើលទៅសូម្បីតែកីឡាករដែលគេទទួលស្គាល់ថាលំដាប់ពិភពលោកកម្ពុជាអត់មានអ្នកគេអាចឈ្នះបានលេខ1ដូចគាត់ក៏ស្ថិតិតែឈ្នះតែ 50% ទេអញ្ចឹងអាឈ្នះចាញ់នេះវាដើរទន្ទឹមគ្នាហើយការលើកឡើងមកគាត់មួយហ្នឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាចុះតំបន់ពួកយើងមនុស្សធម្មតាទៀតទៅយើងមានលេខ1លើលោកអីហ្នឹងក៏យើងមិនលើផងអញ្ចឹងបើស្ថិតិរបស់យើងបានក្នុង10យើងឈ្នះបាន 3-4 វាអូខេដែរវាខំមកយើងអត់ I guess អូខេនឹងសួរសំណួរបន្ទាប់នេះទៅលើពាក្យដែលយើងធ្លាប់ឮពីមុនមកពីព្រោះ context ខុសគ្នាពេលវេលាខុសគ្នាថាតើពាក្យទាំងអស់ហ្នឹងនៅតែត្រូវដែរអត់ទី1អ្នករស់ស៊ីសិទ្ធិពាក់លុយគេ True ត្រូវណាខ្ញុំគិតថាប៉ុន្តែសូមបញ្យល់និយមន័យមិនជាពាក់លុយគេហើយអត់មានលទ្ធភាពសងគេណាអ្នករស់ស៊ីអានោះខ្ញុំរៀនពីសាលាដែររៀនពីសភៅដែរណាអ្នករស់ស៊ីប្រើបំណុលដើម្បីពង្រីកខុសគ្នាពីចំពាក់លុយគេហើយអត់មានលទ្ធភាពសងខុសគ្នាអញ្ចឹងដូចថាអ្នករស់ស៊ីគេយកកម្ចីដើម្បីទៅចាប់ឱកាសគេយកបំណុលដើម្បីទៅពង្រីកមុខរបរបាទតែគេកណនីហើយមិនមែនថា 100% ដឹងថាជោគជ័យប៉ុន្តែ at least គេបានកណនីហើយថាខ្ញុំយកប៉ុណ្្នឹងទៅខ្ញុំរកបានប៉ុណ្នេះហើយខ្ញុំមានប្រភពលុយពីនេះដើម្បីខ្ញុំបង្វិលមកធ្វើម៉េចឲ្យបំណងហ្នឹងយើងអាចសងគេបានហើយមុខរបរហ្នឹងគឺអាចទៅមុខបានមិនមែនបានន័យថាខ្ញុំយកបំណុលមកខ្ញុំយកទៅទិញឡានទិញផ្ទះទិញម៉ូតូអញ្ចឹងឲ្យតែរស់ស៊ីគឺត្រូវតែពាក់គេលុយដែលយើងយកមកប្រើប្រាស់ហ្នឹងគឺត្រូវតែប្រើប្រាស់ទៅក្នុង
យ៉ា ការទិញអ្វីដែលវាមានផលិតភាពអាហ្នឹងបងអង់គ្លេសថា productivity ហ៎បង យ៉ា បើយើងទៅទិញអ្វីដែលវាអត់ productive ទេអាហ្នឹងអត់ល្អឯង ត្រូវ បាទ ហ្នឹងហើយកន្លែងហ្នឹងសំខាន់មែនតើពីព្រោះហេតុអីបងសួរសំណួរហ្នឹងពីព្រោះមនុស្សយើងនៅពេលដែលយើងចង់ធ្វើអីមួយតែពិតចិត្តយើងចង់ឧទាហរណ៍យើងចង់ទិញឡានចង់ បាទ បន្ទាប់មកយើងទៅរកទ្រឹស្ដីណាដែលវា support អាការដែលយើងទិញឡានហ្នឹង បា ដែល ទ ប្រើពាក្យថាមកធម្មតាទិញអ្នករកស៊ីណាក៏ជាពាក់លុយគេដែរប៉ុន្តែពិតយើងទិញឡានទេ បាទ តែបើឡានហ្នឹងយើងទៅរកតាក់ស៊ីអូខេ អូខេ ក្នុងករណីហ្នឹងឡានហ្នឹងគឺវាទៅរកលុយតទៀតណា បាទ អញ្ចឹងវាជាការពិតដែរអ្នករកស៊ីកាន់តែធំអាជីវកម្មកាន់តែច្រើនបំណុលគាត់ក៏ខ្ពស់ដែរតែដោយសារគាត់មានលទ្ធភាពខ្ចីបើគាត់មានលទ្ធភាពខ្ចីមានលទ្ធភាពសងគេក៏មកឲ្យគាត់ខ្ចីដែរ បាទ ពេលហ្នឹងបើមកកញ្ចក់ទៀតខ្ចីហ្នឹងខ្ចីធនាគារខ្ចីអីមិនមែនណាខ្ចី ក្រៅឯង ក្រៅឯង ក្រៅ ខ្ចី ក៏ ក្រៅ ដែរ ផ្សេង អត់អាហ្នឹងទៅអត់ហ្មងបាទ ហឹម ព្រោះការប្រាក់ខ្ពស់ពេក ហ្នឹងហើយ បាទ ប៉ុន្តែអ្នករកស៊ីមួយចំនួនដែលគាត់ហ៊ានហ្នឹងគាត់អត់មើលឃើញប៉ុណ្ណឹងច្រើនទេ ត្រូវទៀតបងបាទ true very true ត្រូវបាទ គាត់អត់មើលឃើញថាការពី10%ហ្នឹងច្រើនទេណា ហឹម ហ្នឹងហើយគាត់ថាមានអីពី10%មួយឆ្នាំអត់មានអីច្រើនតែអត់ទេណាតាមពិតបើសិនជាខ្ចីធនាគារនិងខ្ចីនៅខាងក្រៅខុសគ្នា 3-4% ហ្នឹងគឺ ច្រើន ខុសគ្នាច្រើនពីព្រោះយើងគិតពីអាជីវកម្មធំៗពេលដែលវាលុយរាប់លានប្រហែលភាគរយនៃរាប់លានមិនទេណាច្រើនអូខេអញ្ចឹងត្រូវហើយអ្នករកស៊ីភាគច្រើនគឺជាពាក់លុយគេប៉ុន្តែត្រូវប្រកាសក្នុងចិត្តថាលុយដែលយើងយកមកហ្នឹងគឺយើងប្រើពាក្យថាអ្នករកស៊ីជាពាក់លុយគេបានន័យថាលុយហ្នឹងគឺសម្រាប់យកមករកស៊ី បាទ មិនមែនសម្រាប់ហឹង មកសំដៅ ផ្ទាល់ខ្លួនទេ ពាក្យជាពាក់លុយហ្នឹងទៅជាកម្ចីដើម្បីពង្រីកវិញបានទេបង វា មាន បាក់ មាន ចាប់ មានកម្ចីដើម្បីពង្រីក អូខេចាឥឡូវយើងដូរពាក្យចេះវិញយើងកុំនិយាយថាអ្នករកស៊ីសិតតែជាពាក់លុយគេយើងដូរមកប្រើពាក្យថាអ្នករកស៊ីអីគេមិញ មានកម្ចី មាន ដើម្បី កម្ ពង្ ចី រីក ដើម្បីពង្រីក បាទ អូខេហ្នឹងទី1ទី2ពិតឬមិនពិតនៅពេលដែលគេរកស៊ីគេតែងតែផ្ដាំគ្នាឲ្យត្រៀមលុយខាត6ខែ អឺពិតបងតែ6ខែហ្នឹងគឺយើងអាចថាហ្នឹងឯង6ខែជួនកាលអាចខ្លីទៅផងបង ហ្នឹង បាទវាតាមអាជីវកម្មតាមស្ថានភាពទីផ្សារតាមកត្តាផ្សេងៗមួយចំនួនហ្នឹងណាជាទូទៅយើងបើកជាទូទៅបើមានសំណាងបើកមកដើរហ្មងតែបើជាទូទៅវិញយើងទូទៅហ្មងបើកមកយើងត្រូវការពេលដើម្បីកសាងគេឈ្មោះម៉ាកហ្នឹងផលិតផលហ្នឹងផ្សព្វផ្សាយឲ្យគេស្គាល់ទើបគេចាប់ផ្ដើមមកជួយទិញយើងបដាអញ្ចឹងកំណើននៃប្រាក់ចំណូលរបស់យើងនៅការហ្នឹងនៃការលក់របស់យើងវាឡើងសន្សឹមណា ហ្នឹង បាទកំឡុងពេលដែលឡើងពីចំណុច0សន្សឹមទៅដល់ចំណុច1ដែលការចំណាយនិងការចំណូលហ្នឹងវាស្មើគ្នាហ្នឹងអាហ្នឹងយើងត្រូវការលុយដើម្បីបន្ទប់ពេលហ្នឹងព្រោះពេលហ្នឹងគឺដឹងតែចំណាយខ្ពស់ជាងចំណូលហើយ អូខេ បាទអញ្ចឹងបើយើងនិយាយទៅយើងប្រើពាក្យខាតក៏បានយើងប្រើពាក្យពេលវេលា start up ដែលយើងកំពុងតែកកើតហ្នឹងក៏បានដែរបាទតែ6ខែមួយឆ្នាំវា again វាអត់មានក្បួនខ្នាតណាមួយដែលគេគូសវាស់មកថា ត្រូវ ថ្ងៃនេះត្រូវជាថ្ងៃសិលហ្មងទេវាតាមអាជីវកម្មវាតាមកត្តាផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងការកកើតអាជីវកម្មរបស់យើងហ្នឹងឬក៏ជុំវិញអាជីវកម្មរបស់យើងហ្នឹងណាបង អូខេប្រហែលជាបងខ្លួនឯងផ្ទាល់មានបទពិសោធន៍ឃើញម្ដាយឪពុកខ្លួនឯងដែលគាត់អត់ចេះរកស៊ីហើយគាត់ទៅរកស៊ីរបៀបឆៅណាអញ្ចឹងយើងឃើញគាត់សល់បំណុលច្រើនសល់អីច្រើនអញ្ចឹងវារៀងខ្លាចគួរសមអញ្ចឹងនៅពេលដែលបងចាប់ផ្ដើមក្រុមហ៊ុននេះគឺបងអត់គិតថាមានលុយសកួរខាត6ខែគឺដាក់លុយទៅតែប៉ុណ្្នឹងឯងបើប៉ុណ្្នឹងហើយអត់ដែរឈប់ធ្វើហើយ បាទ ពីព្រោះយើងអត់មានសមត្ថភាពនៅក្នុងការសកួរថែមទៀតទេអញ្ចឹង បាទ បើអ្នករកស៊ីដែលមិនសូវហក់លោតឬក៏ខ្លាចច្រើនដូចខ្ញុំដោយសារតែបទពិសោធន៍កន្លងមកហ្នឹងគឺខ្ញុំគិតថាតើខ្ញុំមានលុយប្រមាណដែលលុយហ្នឹងបើវាទៅអស់ហើយអស់ហើយតែអស់ប៉ុណ្្នឹងហើយខ្ញុំអត់ថែមទៀតទេអត់ហក់លោតទៀតទេប៉ុន្តែដល់ពេលអញ្ចឹងទៅខ្ញុំក៏អត់មានត្រូវខាត6ខែពេលដាក់ទៅវាដើរប៉ុន្តែវាតិចចង់និយាយថាបើឲ្យចំណេញហើយបើគិតពីអាកម្លាំងដែលយើងដាក់ចូលទៅអា credit យើងបើសិនយើងយកពេលហ្នឹងទៅធ្វើអីផ្សេងវាត្រូវបានលុយច្រើនជាងហ្នឹងអញ្ចឹងបើយើងនិយាយទៅវាក្នុងទម្រង់ខាតដែរប៉ុន្តែឲ្យសកួរលុយលឹះហ្នឹងគឺសុំអត់ហ្មងអាហ្នឹងគឺរបៀបថារកស៊ីបែបលក្ខណៈជំហានទូចមែនតើដោយសារតែខ្ញុំអត់អាចទទួលអាខាតមកវិញអញ្ចឹងខ្ញុំគិតថាអាការដែលយើងគិតយើងប្រើពាក្យខាតហ្នឹងដើម្បីរៀងទប់ខ្លួនយើងមិនមែនឲ្យយើងខ្លាចទេប៉ុន្តែដើម្បីឲ្យយើងហក់លោតដោយដឹងពីសមត្ថភាពរបស់ខ្លួនឯងដែរ បាទខ្ញុំគិតថាយើងទាំងអស់នេះត្រូវតែមានកុំដូចខ្ញុំលើកឡើងពីមុនរឿងធូបនឹងអញ្ចឹងដូចថាចិត្តប្រឹងទៅដែលអត់មានព្រំដែនណាខ្ញុំគិតថាការពិតការកំណត់ព្រំដែននេះបងលើកឡើងក៏វាអាចល្អមួយយ៉ាងដែរអញ្ចឹងយើងដឹងថាបើដល់ចំណុចមួយនេះមើលទៅបោះដៃបោះគូខោដើរចាញ់
កុំឲ្យជ្រុលបាទខ្ញុំគាត់ថាអ្នកខ្លះគាត់មានហេតុផលផ្សេងគ្នាអាចមកពីមុខមាត់អាចមកពី commitment ដែលគាត់មានការតាំងចិត្តរបស់គាត់ជាមួយនឹងការសន្យាជាមួយអ្នកណាមួយឬក៏អីមួយអញ្ចឹងគាត់ជាប្រឹងទៅហើយអត់មានកំណត់ថាដល់ត្រឹមនេះគឺឈប់អញ្ចឹងជ្រុលយូរទៅជ្រេយូរទៅផងតែពិតសំណួរបន្តនេះបងទុកចុងក្រោយប៉ុន្តែដោយសារនិយាយហ្នឹងសូមលើកមកមុនវិញគិតខ្លួនឯងក្នុងនាមជាម្ចាស់អាជីវកម្មវិញទោះបីមិនមែនម្ចាស់ម្នាក់ឯងទេយើងមានក្រុមការងារយើងអីប៉ុន្តែបើយើងឆ្លុះបញ្ចាំងមកយើងផ្ទាល់ខ្លួនណាតែតារាមានអីដែលជា indicator សុចនាករឬក៏អ្វីជាកត្តាវាស់វែងដែលថាប៉ុណ្នេះគឺខ្ញុំមិនអាចទទួលយកបានទៀតទេឬក៏បញ្យល់ចេះវិញសម្រាប់បងខ្លួនឯងបងគាត់ថាលក្ខខណ្ឌមនុស្សស្រីមនុស្សប្រុសខុសគ្នារឿងអកម៉ូនផងរឿងអីផងអញ្ចឹងណាប៉ុន្តែនៅពេលដែលជីដល់ទេយើងបើកឡានទៅពេលយប់ម៉ោង7ម៉ោង8ប៉ុន្តែវារៀងងឹតអញ្ចឹងផ្ទះក្នុងបរិយាវាដូចគ្នាជីចុះមួយណាទេអញអើយនិយាយមែនតើណាឲ្យតែដល់ពេលហ្នឹងហើយអូខេ3ថ្ងៃក្រោយសុំធ្វើការសុំទៅរំហាត់ការឬក៏ធ្វើការដែរប៉ុន្តែ me no care បាទមានអីដែលយើងត្រូវចេះខាត់ខ្លួនយើងកុំឲ្យយើងវាផុងខ្លាំងពេកសម្រាប់សុខភាពផ្លូវកាយផ្លូវចិត្តខ្លួនណាបាទជំរាបបងត្រង់ខ្ញុំអត់តបានគិតដល់នឹងដែរប៉ុន្តែបើខ្ញុំអាច share អំពីបទពិសោធន៍របស់ខ្ញុំពីមុនមកខ្ញុំធ្លាប់បិទអាជីវកម្មមួយអាជីវកម្មហ្នឹងសម្រាប់ចិត្តថាចេញដោយសារពិចារណាទៀតគិតហើយគិតទៀតកណនីទៀតមើលទៅអាជីវកម្មមួយហ្នឹងគឺអត់មានក្រឡានៃការវិលត្រឡប់មកវិញទេការខាតហ្នឹងគឺទៅហើយអញ្ចឹងបើយើងប្រឹងទៀតយើងស៊ូទៀតក៏វាខាតតែពេលវេលានិងខាតតែលុយដែលយើងត្រូវដាក់ចូលបន្ថែមសុខចិត្តយើងកាត់ខាតប៉ុណ្ណឹងដែរចេញមកហើយយកវាជាបទពិសោធន៍វិញបាទអញ្ចឹងនៅក្នុងរឿងហ្នឹងគឺដល់ចំណុចណាមួយដែលយើងគិតថាយើងអស់សង្ឃឹមជាមួយនឹងម៉ាកហ្នឹងឬក៏ផលិតផលហ្នឹងឬក៏សេវាកម្មមួយហ្នឹងហើយយើងគិតថាទោះបីជាប្រឹងប៉ុណ្ណាក៏ដោយក៏មើលទៅគេអត់មកគ្រប់គ្រងវិញខ្ញុំគិតថាយើងបោះដៃដាក់ចេញទៅហើយយកពេលយកកម្លាំងហ្នឹងធ្វើឲ្យផ្សេងវិញអាហ្នឹងតាក់ទងមួយគម្រោងមួយខ្ញុំអត់ធ្វើមួយទៀតខ្ញុំធ្លាប់គិតជាមួយនឹងសាច់ញាតិរបស់ខ្ញុំមួយគាត់បើកអាជីវកម្មគាត់ធ្វើទៅអត់ចំណេញហើយគាត់បរិច្សាខាបានប្រហែលហើយទៅគាត់កាន់តែ stress បន្ថែមទៀតដោយសារអត់ចំណេញហើយឥឡូវអាការបរិច្នោះវាថែមបន្ទុករហូតហើយខ្ញុំគិតថាគាត់ជាបុគ្គលដែលគាត់មានលទ្ធភាពនៅក្នុងការបិទដាចេញក៏គាត់នៅមានប្រភពចំណូលផ្សេងដើម្បីទ្រទ្រង់ជីវិតរបស់គាត់ដែរអញ្ចឹងខ្ញុំធ្លាប់ប្រាប់គាត់ថាបើយើងគិតមែនតើរាល់ថ្ងៃយើងខំប្រឹងរកលុយដើម្បីឲ្យជីវិតយើងសនុកសុខស្រួលឲ្យយើងមានលទ្ធភាពនៅក្នុងការធ្វើឲ្យផ្លូវចិត្តរបស់យើងសប្បាយរីករាយតែបើយើងខំរកមួយនេះឬក៏មួយនោះហើយវាអត់សម្រេចអាពីរហ្នឹងយើងខំធ្វើទៅអីហ្នឹងហើយយើងថាដំបូងយើងតាំងពីក្មេងថាយើងរកលុយដើម្បីឲ្យយើងមានលុយទៅយើងសប្បាយចិត្តយើងរស់នៅស្រួលមានកន្លែងគេងល្អមានពូកទុនមានខ្នើយអីចឹងទៅប៉ុន្តែឥឡូវបើការខិតខំមួយហ្នឹងវាអត់នាំមកដល់មួយត្រង់ទៅអីវាអត់មានន័យវាផ្ទុយជាមួយនឹងការមកធ្វើរបស់យើងតាំងពីដើមមកគាត់ប្រាប់ខ្ញុំថាជជែកគ្នាមួយខ្ញុំនឹងហើយគាត់គេងគិតប្រហែលថ្ងៃទៅគាត់ទៅវិញគាត់បិទក្រុមហ៊ុននឹងចោលទាំងអស់ហើយគាត់ថាតាមគាត់បិទមកគាត់ដូចធូរគាត់ដូចដោះថ្មមកដុំនៅលើទ្រូងចេញអញ្ចឹងបាទហើយគាត់ឥឡូវគាត់ដូចគាត់សប្បាយចិត្តជាងមុនគាត់ញ៉ាំគាត់ដូចថាពេលចូលកម្មវិធីគាត់អត់នៅមានអារម្មណ៍ពលទុកពីខាងក្រោយហួរក្បាលមួយថាយប់ហ្នឹងទៅវិញត្រូវគិតបញ្ជីទៅអានោះ maybe ខាតទៅដល់យប់ហ្នឹងទៅវិញត្រូវជួបមួយបុគ្គលិកដឹងតែត្រូវព្យាយាមពីបុគ្គលិកធ្វើម៉េចឲ្យគេនៅមានកម្លាំងចិត្តយប់ហ្នឹងត្រូវជួបអតិថិជនគេមកគេដឹងថាយើងលក់ដាច់អញ្ចឹងខ្វះគេអញ្ចឹងវាដូចមានអារម្មណ៍ដែលឡងយើងរហូតអញ្ចឹងប៉ុន្តែពេលគាត់បិទអាហ្នឹងមកឆាហ្នឹងទៅគាត់ដូចសប្បាយចិត្តជាងមុនគាត់ធូរឥឡូវគាត់មានមុខរបរថ្មីមួយទៀតហើយហ្នឹងហើយមកគាត់ក៏វាគាត់បាទអញ្ចឹងជួនកាលយើងជោគជ័យជួនកាលយើងមិនជោគជ័យជួនកាលវាដើរជួនកាលវាមិនដើរ it's okay បើវាអត់នាំបើសម្រាប់ខ្ញុំណាបើវាអត់នាំក្តីសុខដើរចេញខ្ញុំគាត់ថាមិនចាំបាច់ដល់តែរឿងខានទេបើក្រុមហ៊ុននឹងចំណេញក៏ដោយចំណេញតិចក៏ដោយតែវាអត់នាំក្តីសុខឲ្យខ្ញុំហើយវាអត់សម្រេចអាកម្មវត្ថុរបស់ខ្ញុំដែលខ្ញុំចង់ឲ្យការបើកអាជីវកម្មមួយហ្នឹង
ផ្ដល់ភាពសប្បាយរីករាយខ្ញុំសុខចិត្តដែរចាញ់ ហ្នឹងហើយអត់ហ្នឹងឡើងនិយាយខាចំណេញនិយាយកម្មវត្ថុពីនោះវិញ បាទនិយាយរឿងថាមានក្តីសុខធ្វើវាទៀត បាទរូបរាងកាយរបស់យើងមានក្តីសុខអត់ផ្លូវចិត្តរបស់យើងសប្បាយរីករាយអត់បើអត់ទេធ្វើទៅអី សប្បាយចិត្តអត់សប្បាយចិត្តអត់សប្បាយចិត្តអត់ Oh my god យើងវិញបងនៅធ្វើវីដេអូមួយឲ្យគេដល់ម៉ោង 8 កន្លះ បាទសប្បាយចិត្តអត់បង Oh my god ធ្វើទៅអី ព្រឺរោម Yeah okay យើងនិយាយរឿងក្បួនខ្នាតអីមួយចំនួនអញ្ចឹងណាដល់ពេលសម័យឥឡូវគឺសម័យ digital អញ្ចឹងយើងមិននិយាយរឿងអ្នករកស៊ីវាត្រូវយកដើមទុនដើម្បីទៅបរិច្ឬក៏យើងប្រើភាសាដែលតគ្នាមកគឺអ្នករកស៊ីណាក៏ច្បាក់លុយគេដែរត្រូវសកួរមានលុយខាតយ៉ាងហោចណាស់6ខែវាអាចតាមអាជីវកម្មតាមអីមួយទៀតដែលឥឡូវយើងអត់អាចម្លងក្នុងការនិយាយគ្នាបានគឺ marketing គឺការធ្វើការទីផ្សារខ្ញុំមានអារម្មណ៍ថាពេលខ្លះឥឡូវហ្នឹងគឺអាការធ្វើទីផ្សារវាចង់សាហាវជាង an actual product ជាងអាផលិតផលដែលយើងលក់មែនតើណាចាឥឡូវយើងមកនិយាយពីរឿង marketing វិញពីព្រោះសម័យឥឡូវបើសិនអត់ធ្វើ marketing ទេប្រកួតប្រជែងមួយគេសឹងតែមិនឈ្នះប៉ុន្តែតើតារាខ្លួនឯងផ្ទាល់និយាយពីក្រុមហ៊ុនខ្លួនឯងក៏មកនិយាយថាតើអ្នកផ្សេងគេគួរធ្វើមិនអីណាបាទឲ្យ priority ទៅលើ marketing ប៉ុណ្ណាពាក្យថាឲ្យ priority នេះគឺបានន័យថាយើងចំណាយពេលវេលាចំណាយលុយចំណាយបុគ្គលិកចំណាយ concentration របស់យើងប៉ុណ្ណាទៅលើ marketing ពី1ដល់10ខ្ញុំគាត់ថាអាច8អីច្រើន បានតារានិយាយមួយម៉ាត់ហ្នឹងពួកបុគ្គលិក sale ខ្ញុំដល់បង្ខំធ្វើពីទៀតហ្មងខ្ញុំមិនដឹងថាគិតខុសឬក៏ត្រូវទេណាខ្ញុំបាទចំនួនមុនឪពុកម្ដាយយើងចុះអត់សូវមានទូអត់សូវមានប៉ាណូអត់សូវមានវិធីសាស្ត្រដែលគេធ្វើទីផ្សារបានច្រើនណាអញ្ចឹងភាគច្រើនហាងមួយល្អគឺយើងឮតគ្នាហ្នឹងហើយបាទអញ្ចឹងតតែអ្វីដែលយើងលក់ហ្នឹងវាល្អវាដូចថាគេពេញចិត្តហើយបើគេនិយាយតគ្នាសរសើរតគ្នាទៅយើងឮពីមាត់មួយទៅមាត់មួយហើយហាងហ្នឹងចាប់តាមមាន view ឲ្យគាត់កើនប៉ុន្តែបើយើងមើលមកបរិបទសង្គមថ្ងៃនេះពេលនេះម៉ោងនេះអ្នកជិតខាងអត់សូវស្គាល់គ្នាទេហើយមិត្តភ័ក្តិក៏តិចជាងមុនដែរហើយមនុស្សភាគច្រើនចំណាយពេលជាមួយនឹងទូរស័ព្ទច្រើនជាងអញ្ចឹងប្រភពព័ត៌មានដែលបានមកហ្នឹងគឺមិនមែនបានមកពីអ្នកជិតខាងបងប្អូនសាច់ញាតិដែលនិយាយតគ្នាគឺបានមកពីអ្វីដែលគាត់កំពុងតែមើលនោះហើយឥឡូវអ្វីដែលគាត់កំពុងតែមើលហ្នឹងគឺចង្អៀតពីព្រោះគ្រប់ក្រុមហ៊ុនទាំងអស់គឺដណ្ដើមគ្នាដើម្បីលេចធ្លោអញ្ចឹងបើយើងអត់ប្រឹងទៅលើ marketing ទេអត់មានភាពច្នៃប្រឌិតអត់លេចធ្លោអត់នេះទេគេអត់ស្គាល់យើងហ្មងព្រោះយើងអត់មានជំរឿនថាតាមមាត់តគ្នាទៅវាអាចមិនមែនថាអត់សោះទេតែអាផ្លូវដែលយើងផ្សព្វផ្សាយឲ្យគេស្គាល់តាមមាត់តគ្នានឹងវាយូរទៅវាតក់ឥឡូវហើយចំណាយច្រើនអញ្ចឹងបើនេះមកតក់អាចទប់ចំណាយអត់បានការពិតអវ៉ាន់យើងលក់ល្អយូរទៅយើងត្រូវបិទទ្វារព្រោះល្អប៉ុណ្ណាក៏ដោយពិសេសប៉ុណ្ណាក៏ដោយកម្រប៉ុណ្ណាក៏ដោយគេអត់ដឹងគេទិញយើងមិនកើតបាទ so ក្នុងបរិបទថ្ងៃនេះអត់ marketing ពិបាកឲ្យគេស្គាល់បាទការគិតរបស់ខ្ញុំមួយទៀតអត់ដឹងខុសត្រូវអានឹងខ្ញុំចេះតែគិតលេងខ្លួនឯងណាខ្ញុំបែងចែករយៈពេលខ្លីនិងរយៈពេលវែងអញ្ចឹងឧទាហរណ៍បើយើងមានអាវ៉ាន់ល្អបងអាចប្រើដូចថាបើយើងមានអាវ៉ាន់អត់ល្អវិញសំដៅយើងមានអាវ៉ាន់អត់ល្អអាវ៉ាន់របស់យើងអត់គុណភាពសាប៊ូកក់សក់របស់យើងកក់ទៅរឹងលេនឹងលាបទៅវាអត់មានប្រយោជន៍ដូចយើងផ្សព្វផ្សាយមែនទេ marketing ល្អអាចធ្វើឲ្យមនុស្សគេសាកបានមួយឆាវហើយបាត់អញ្ចឹង long term marketing អាចជួយបានតែមួយផ្នែកទេប៉ុន្តែអ្វីដែលធ្វើឲ្យយើងអាចរស់បានយូរនោះនៅតែគុណភាពដដែលបាទទុយតែវិញបើឧទាហរណ៍ថាយើងមាន marketing មិនលេចធ្លោខ្លាំងមកល្មមរ៉ទៅដែរមកល្មមដើម្បីទាញភៀវមកសំរុំអញ្ចឹងណាមិនកំហុកទេតែអាវ៉ាន់របស់យើងហ្នឹងគឺមានគុណភាពមែនហ្មងអាវ៉ាន់ហ្នឹងអាចថាសេវាកម្មក៏ដោយយើងលក់ផ្ទះក៏ដោយយើងលក់អីក៏ដោយកាន់តែកើនទៅអញ្ចឹង long term ខ្ញុំនៅតែគិតថាអ្វីដែលសំខាន់បើខ្ញុំឲ្យ8បន្ទុកលើ10ទៅលើ marketing ខ្ញុំនៅតែឲ្យ9ឬក៏10លើ10ទៅលើគុណភាពទៅដែរចម្បងជាងគេគុណភាពនៅតែចម្បងជាងគេអញ្ចឹងដោយសារតែមិនដឹងដែរខ្ញុំខ្លួនឯងអ្នកធ្វើការនៅក្នុងវិស័យ marketing យើងផ្សាយពាណិជ្ជកម្មឲ្យអ្នកផ្សេងច្រើនប៉ុន្តែសូម្បីតែខ្ញុំផ្សាយពាណិជ្ជកម្មឲ្យអ្នកផ្សេងឬក៏ផ្សាយពាណិជ្ជកម្មរបស់ខ្លួនឯងខ្ញុំមានកូនចិត្តមួយថាខ្ញុំខ្លាចផ្សាយលើសបាទខ្ញុំមានអារម្មណ៍ថា
ផ្សាយចឹងក៏ដូចលើប៉ុន្តែតាមពិតអត់ទេណាគុណភាព product យើងវាល្អជាងនឹងឆ្ងាយជាងនិយាយទៅអត់ហ៊ាននិយាយឯងពីព្រោះខ្លាចដល់ពេលដែលនិយាយទៅមនុស្សម្នាក់គាត់យកស្តង់ដារនឹងដាក់ហើយគាត់ចាប់ផ្ដើមអង្គុយចាប់កំហុសប៉ុន្តែផ្ទុយទៅវិញដល់ពេលដែលយើងមិនសូវផ្សាយខ្លាំងពេកដល់ពេលទៅដល់អាគុណភាពរបស់យើងនឹងវាល្អអាចង់បានអាការតសើលើសឲ្យគេឃើញថាអូអីចឹងណា លើសពីការនោះទៅ ណែប៉ុន្តែសូម្បីតែខ្ញុំផ្សាយគេក៏ដោយខ្ញុំប្រាប់បងថាបងអត់ទេខ្ញុំដាក់អាហ្នឹងអញ្ចឹងហើយប៉ាហ្នឹងបាច់និយាយទៅកន្លែងនេះបានហើយខ្ញុំមានអារម្មណ៍ថាដូចខ្លាចផ្សាយលើសវិញខ្ញុំគាត់ថាបងមានកំណត់ចឹងល្អចឹងដូចថាអ្នកដែលគេតាមដានបងគេនៅតែអាចប្រទំនុកចិត្តឲ្យបងមួយថាការផ្សាយរបស់បងវាមានភាពសុក្រិតខ្លះដែរវាមិនលើសវាមិនខ្វះតែវានៅចំណុចវាអាចអ្វីក៏ដោយវាអាចឡើងចុះវាអាចលើសបន្តិចខ្វះបន្តិចហ្នឹងតែគ្រាន់តែ overall គឺវានៅមធ្យមភាពម្ដុំសុក្រិតភាពហ្នឹងហើយវាអាចល្អដែរប៉ុន្តែចង់ឬមិនចង់នេះចង់សុំយោបល់ពីអ្នករស់ស៊ីព្រោះវាមានពីរទីមួយនៅពេលដែលខ្ញុំជា DJ ណានាខ្លួនឯងប៉ុន្តែមួយទៀតនៅពេលដែលខ្ញុំជាម្ចាស់ក្រុមហ៊ុនជាអ្នកដែលត្រូវមើលកសែតភ្នែកបុគ្គលិកដែលមួយថ្ងៃចង់បានលុយច្រើនបាទហើយទៅយើងនៅលើបណ្ដាញសង្គមទៅយើងអត់ចង់ក៏ដោយយើងឃើញអាការផ្សព្វផ្សាយដែលវាក្ដុំក្ដាំងដែលអីហើយមិនបាត់ទេថាបើគេខុសទេប៉ុន្តែចង់មិនចង់ពេលឃើញបើគេអញ្ចឹងពេលខ្លះមានអារម្មណ៍ថា guilty មានអារម្មណ៍ខុសពីបុគ្គលិកខ្លួនឯងដែលយើងអាចមានលទ្ធភាពធ្វើឲ្យក្ដុំក្ដាំងដែរប៉ុន្តែដូចអត់ហ៊ានធ្វើដូចមានអារម្មណ៍ខ្លួនឯងកំសាកមិនដឹងទេអាចនៅរៀនតទៀតហើយមើលគូប្រកួតប្រជែងអត់តែយើងតាមដានគូប្រកួតប្រជែងអត់មើលបណ្ដេអត់មើលខ្លាំងឬក៏មើលច្រើនទេបងមិញតារានិយាយថា marketing ឲ្យពី0ដល់10ឲ្យដល់8បានន័យថាយើងគិតយើងអីចឹងប៉ុន្តែអាហ្នឹងក៏បានន័យថាត្រូវចាយលុយ8ដែរត្រូវអត់បាទបើមកចោលហេតុអីបានសួរសំណួរហ្នឹងពីព្រោះអ្នករស់ស៊ីមួយចំនួនជួនកាលគាត់ថាប៉ុន្តែបើឲ្យចាយលុយទេបាទហ្នឹងហើយយើងកុំប្រើពាក្យចាយលុយខ្ញុំសុំប្រើពាក្យធនធានវិញអញ្ចឹងយើងត្រូវបែងចែកធនធានរបស់យើងហ្នឹងឲ្យវាសមរម្យជាមួយនឹងសារៈសំខាន់នៃការងារមួយនឹងដែរហើយពាក្យថាធនធានមិនបានន័យថាហិរញ្ញវត្ថុទាំងអស់ហើយមានកម្លាំងមានពេលវេលាព្រោះ marketing មិនដូចថាបើអត់លុយវាមិនបាក់ធ្វើ marketing មែនសម័យឥឡូវចា៎បាទព្រោះលើបណ្ដាញសង្គមបើយើងអត់ boost វាអត់ទៅមុខមែនអាហ្នឹងជារឿងពិតបាទទទួលស្គាល់ប៉ុន្តែ marketing មិនក្នុងពេលតែមួយក៏មិនបានន័យថាតើមានលុយមិនអាចធ្វើ marketing បានដែរនៅមានវិធីខ្លះទៀតគាត់ថាវាមានកំណត់ទៅលើប្រសិទ្ធភាពដែលយើងអាចធ្វើបានហើយក៏អត់អស់លុយដែរបាទអញ្ចឹងវិធីផ្សេងដែលអត់សូវអស់លុយហ្នឹងត្រូវតែមានអីមកដោះដូរអញ្ចឹងដោះដូរមួយពេលវេលារបស់យើងទៅចូលសមាគមទៅ Hello Hi គេទៅដើរឃោសនាទៅចែកកតប័ណ្ណវាចូលមួយកម្លាំងរបស់យើងដែលយើងត្រូវចោះ5ថ្ងៃទៅបកដៃភ្ញៀវនៅមុខហាងអញ្ចឹងឧទាហរណ៍អាហ្នឹងវារៀងជ្រុលទេប៉ុន្តែពាក្យរដ្ឋធនធានហ្នឹងគឺអត់ចាំបាច់តែហិរញ្ញវត្ថុឯងវាបាទគំនិតតើយើងប្រើខួរក្បាលរបស់យើងប្រមាណ%ដើម្បីតែគិតរឿង marketing ឬក៏យើងប្រើទាំងអស់តែគិតរឿងអ្វីដែលយើងចង់លក់ហ្នឹងកម្លាំងពេលវេលាទំនាក់ទំនងដែលយើងខំកកើតតាំងពីក្មេងដល់រៀនចប់មិត្តភ័ក្តិដែលយើងនឹងតើយើងព្រួយពឹងគេមិនអាចពឹងមួយជីវិតបានទេយើងពឹងគេលើកទី1លើកទី2គេមានទឹកចិត្តជួយយើងអញ្ចឹងណាអញ្ចឹងអាស្លឹកបៀងយើងប្រើហើយអញ្ចឹងតើអាធនធានទំនាក់ទំនងដែលយើងខំកសាងទាំងនេះយើងចង់ប្រើប្រហែលស្លឹកបាទព្រោះហ្នឹងវាអត់ unlimited ទេវាមានអត់បាទ so ធនធានត្រូវទៅ marketing យ៉ាងច្រើនដែរពីព្រោះពេលដែលយើងមកគិត mindset ជាអ្នករស់ស៊ីបើសិនជាយើងប្រើពាក្យថានឹងសំខាន់ប៉ុន្តែយើងអត់ចំណាយពេលចំណាយកម្លាំងចំណាយលុយលើវាមិនបានន័យថានឹងសំខាន់ទេត្រូវទេពាក្យថាសំខាន់ហ្នឹងគឺបានន័យថាអាខួរក្បាលយើងអារាងកាយយើងអាលុយយើងវាទៅនឹងរៀងច្រើនហើយមូលហេតុដែលបងសួរហ្នឹងពីព្រោះវាពីរទីមួយខ្លួនឯងជា DJ ណាពេលផ្សាយពាណិជ្ជកម្មឲ្យគេហើយនឹងពេលធ្វើខ្លួនឯងពេលធ្វើខ្លួនឯងនៅ office នេះអត់ត្រូវការលុយច្រើនទេត្រូវចំណាយពេលត្រូវផាត់មុខត្រូវថតត្រូវមើលវីដេអូគេហ្នឹងហើយច្រើនណាស់ប៉ុន្តែដល់ពេលដែលទៅផ្សាយពាណិជ្ជកម្មឲ្យគេឥឡូវហ្នឹងនេះវាយើងដល់ដំណាក់កាលមួយដែលយើងអាចជ្រើសរើសបានចង់និយាយថាមិនដូចពីមុនអាស្អីក៏ធ្វើអញ្ចឹងណាប៉ុន្តែឥឡូវយើងអាចជ្រើសរើសបានយើងមើលដែរថាតើគាត់ដែលជួលយើងហ្នឹងគាត់យល់អាហ្នឹងប៉ុណ្ណាជួនកាលគាត់ចំណាយលុយមួយតែធ្វើមិនឲ្យអាមួយហ្នឹងនាំចូលឲ្យបាន20 30បាទនៅការរំពឹងទុកហ្នឹងវាខ្ពស់នៅសារគាត់អត់សូវចាយដល់ពេលដែលគាត់ចាយបន្តិចគាត់រំពឹងទុកថាវាត្រូវបានច្រើនអញ្ចឹងពេលអញ្ចឹងពេលខ្លះត្រូវគិតថាធ្វើឲ្យអត់មិនមែនរើសអើងគាត់មិនហ៊ានចាយលុយទេប៉ុន្តែមិនអាចបំពេញការរំពឹងទុករបស់គាត់បានទេព្រោះ marketing ជារឿងរាល់ថ្ងៃទៅមិនមែនជារឿងធ្វើមួយហើយដើរបានមួយឆ្នាំបាទព្រោះឥឡូវ marketing ទៅធ្វើរាល់ថ្ងៃមើលគាត់ចេញ content រាល់ថ្ងៃបាទ
Tới luôn vô. Anh marketing quay xả hà xong tất ta ở Không được sao tớiក្រុមការងារព្រោះខ្ញុំអត់សូវពាក់ព័ន្ធទេអញ្ចឹង បើ concept អ្នកថតហ្នឹងល្អមែនសុំលេខទូរស័ព្ទ បាន share ជូនបងចង់ខ្ញុំបាញ់ទៅទាំងអស់ហ្នឹងណាបាទគេពុតដូចវីដេអូផ្ដល់ credit នឹងទៅសារទៅក្រុមការងារមែនឧទាហរណ៍ដូចសប្តាហ៍មុនយើងចេញវីដេអូមួយគេសួរអាយុកើតឆ្នាំណា1900ហើយគេលេងសើចមួយបាទវីដេអូហ្នឹងបើនិយាយទៅ team ជាអ្នកគិតទាំងស្រុងខ្ញុំគឺតួ free ដែលគេគ្រាន់តែមកសួរបងថតបានឬក៏អត់ខ្ញុំឆ្លើយតែបានអាម៉ាត់គេប្រាប់ថាម៉ោងនេះពេលនេះគេមក office ហើយគេសួរឲ្យច្រើនហ្នឹងទៅតែប៉ុណ្្នឹងឯងហើយទៅថតហ្នឹងគឺបើយើងនិយាយទៅអត់មានចាយទុនធានច្រើនអត់មានចាយពេលវេលាច្រើនទេពីព្រោះគាត់ថតនៅក្នុង office របស់យើងទេសួរតួហ្នឹងស្រាប់គ្នាឯង free ទាំងអស់ហើយកាត់តក៏វាអត់ស្មុគស្មាញយូរដែរគេធ្វើទូរស័ព្ទធម្មតាបរហោះទៅបាន20-30 ម៉ឺន view ដែរតាបងហើយអត់មាន boost អត់មាននេះទេអញ្ចឹងខ្ញុំគិតថាហ្នឹងគឺជាសមិទ្ធផលជាឧទាហរណ៍នៃសមិទ្ធផលមួយដែលក្រុមការងារខ្ញុំគាត់ពិតជាមានទេពកោសល្យនៅក្នុងការឆ្នៃឲ្យធ្វើមែនណាហើយការចូលរួមរបស់ខ្ញុំគឺអត់សូវច្រើនទេឥឡូវភាគច្រើនគឺពួកគាត់ឯងអញ្ចឹងបើមានអីដែលបងគិតថាពេញចិត្តសូមសរសើរទៅពួកគាត់ធម្មតាតួធំគេចេញតិចតិចទេឥឡូវសក់ស្កើគេអត់សូវនេះបងគេចង់បានមេគេចង់បានស្អាតប៉ុន្តែតារាក្នុងនាមជាម្ចាស់ក្នុងនាមជាអ្នកដឹកនាំមកធ្លាប់អនុញ្ញាតឲ្យគេធ្វើទាំងយើងអត់ច្បាស់ក្នុងចិត្តទេយើងនិយាយថាមិនដឹងថានឹងដើរបណ្ដាឲ្យគេធ្វើធ្លាប់តែបងដោយសារទុកចិត្តម្នាក់ធ្វើហ្នឹងអូខេបាទមិនអត់ទុកចិត្តហើយឲ្យគេធ្វើទៀតហ្នឹងអត់ទេប៉ុន្តែយើងអត់ច្បាស់ 100%ថា idea ហ្នឹង work អត់ទេអត់តែខ្ញុំទុកចិត្តម្នាក់ហ្នឹងអូខេហ្នឹងហើយអញ្ចឹងសម្រាប់ចិត្តគ្រប់ត្រអ្វីដែលខ្ញុំជួនកាលយល់អត់ច្បាស់មែនណាដោយសារម្នាក់ដែលធ្វើហ្នឹងគឺខ្ញុំទុកចិត្តគាត់ថាគាត់គឺមនុស្សដែលទទួលខុសត្រូវហ្មត់ចត់ហើយគាត់បានគិតគូរហើយគាត់ធ្លាប់មានស្នាដៃមកជាច្រើនហើយដែលយើងអាចភ្នាល់ធនធានហ្នឹងទៅបានថាអូខេភាគរយមិនអាច expect ថា10គម្រោងលើ10គម្រោងគាត់នឹងធ្វើជោគជ័យទេប៉ុន្តែ probability ស្ថិតិដែលគាត់អាចនឹងទៅធ្វើជោគជ័យហ្នឹងវាសមរម្យដែរអញ្ចឹងតាមគាត់ណាពួកពេលខ្លះខ្ញុំមានអារម្មណ៍ថាម្ចាស់អាជីវកម្មធម្មតាគាត់ចាយលុយគាត់ចង់បានចំណេញអញ្ចឹងប៉ុន្តែគាត់ចាយលុយដោយសារគាត់ដឹងថាអូខេឃើញអ្នកហ្នឹងគេដើរទៅត្រូវហើយប៉ុន្តែដល់ពេលគេយកគេទៅអានេះមិនកើតទេអានេះមិនកើតទេអានេះមិនកើតទេអញ្ចឹងយកគេធ្វើអីចុះហ្នឹងហើយបងវាបើខ្ញុំឧទាហរណ៍ថាម្ដងពេលពួកខ្ញុំធ្វើការជាមួយនឹងតួឬក៏ជាមួយនឹង influencer អញ្ចឹងយើងធ្វើដោយសារយើងគិតថាពេលដែលធ្វើទៅជាមួយនឹងបុគ្គលហ្នឹងគឺcontent ហ្នឹងនឹងជោគជ័យហើយប៉ុន្តែបើអត់ជោគជ័យក៏អត់ខឹងគេដែរពីព្រោះធ្វើទីផ្សារដូចបើអាជីវកម្មមួយអញ្ចឹងជួនកាលវាពឹងលើសំណាងដែរថ្ងៃខ្លះម៉ោងខ្លះកលៈស័កខ្លះល្អអ្វីដែលយើងធ្វើល្អនឹងអត់ថតស្អាត content ព្រោះតួថ្ងៃហ្នឹងគឺតួថ្ងៃដែលគាត់រីករាយបំផុតក្នុងជីវិតហ្មងប៉ុន្តែថ្ងៃហ្នឹងគេមានរឿងផ្សេងផ្ទុះគ្នាទៅដាក់វាពិបាកmarketing ហ្នឹងមិនប្រកាសថាយើងឆ្នៃបានល្អបំផុតហើយដឹងតែ hit ទេវាជួនកាលអាវ៉ាន់ខ្លះដូចខ្ញុំនិយាយវីដេអូនេះអញ្ចឹងគឺកាត់ត5នាទីហ្នឹងហ្មងឥឡូវ20ជាងហើយជួនកាលអាណាដែលយើងព្រឹកព្រៀងឡើងមានប្រូមានអីវាទៅជាអត់មើលអញ្ចឹងវា marketing វាមិនមែនថាពឹងលើសំណាងទាំងស្រុងទេណាត្រូវការខិតខំប្រឹងប្រែងត្រូវការគិតត្រូវការកំណត់នេះដែរប៉ុន្តែកត្តាសំណាងក៏ជាកត្តាមួយនៅក្នុងភាពជោគជ័យរបស់ marketing campaign ដែរCan I tell you a secret បាទខ្ញុំអត់ដឹងអ្នកផ្សេងមិនទេប៉ុន្តែពេលដែលខ្ញុំធ្វើការឲ្យគេពេលយើងធម្មតាយើងមាន client ទាំងអស់គ្នាយើងហៅថា client អ្នកដែលគាត់ជួលយើងធ្វើការផ្សព្វផ្សាយលក្ខខណ្ឌមកវីដេអូពីវីដេអូ BA ឬ KOL អីចឹង whatever ស្អីក៏បានដែរប៉ុន្តែនិយាយមែនណាបើសិនជាខ្ញុំអារម្មណ៍អត់ល្អជាមួយភៀវម្នាក់នឹងហើយមិនថាក្រុមការងារខ្ញុំផ្ចិតផ្ចង់មួយនឹងប៉ុណ្ណាឯងលទ្ធផលចេញមកដឹងអត់ល្អហ្មងនិយាយមែនប៉ុន្តែមិនមែនបានន័យថាខ្ញុំមានចេតនាធ្វើឲ្យវីដេអូមួយនឹងអត់ល្អឯងពីព្រោះចង់ចប់ទៅ credit ខ្ញុំខ្លួនឯងខ្ញុំមានអីអត់ចង់ឲ្យវានិយាយមែនបើថាយើងមានអាគំនិតមួយមានអារម្មណ៍ថាអូយភៀវនឹងពិបាកភៀវនឹងគាត់រំពឹងទុកខ្ពស់ហើយគាត់កែយើងគាត់អីអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំហើយអញ្ចឹងយើងគាត់តែប្រឹងព្រោះយើងចង់ឲ្យគាត់ឃើញថាអត់ទេបងអញគិតខុសប៉ុន្តែនិយាយមែនរីសាចេញមកចុងថ្ងៃនេះម៉ោងនេះបងអារម្មណ៍ល្អអត់អញ្ចឹងវីដេអូនឹងហេតុទេណាអូផ្សព្វផ្សាយបានហើយវិញអត់កាត់ទេឡើយវិញអត់ទេអត់កាត់ទេអូខេ
នេះពងនិយាយថាបើកធូបផងចា ហ្នឹង អ ហើយ ត់លក់ឲ្យណាគេទេលក់ឲ្យតែបុគ្គលិកហ្នឹងបានហើយចាបុគ្គលិកខ្ញុំ ចុយមួយ10កែវហ្នឹងនេះ អត់ទេយើងដល់ថ្ងៃបិទប្រាក់ខែយើងកាត់យកហ្មង អូ ចា ល្អណាស់ មិនមានលុយសងយើង ដាក់ខែគ្រប់ត្រ អូខេខ្ញុំជួបតារាដូចជាទើបតែការណូពេលហ្នឹងតារាអត់តន់ការឯងរហូតដល់ឥឡូវតារាមានកូន2 3 កូនស្រី2ប្រុសមួយអូយកូនប្រុសអង្គុយលើកុំព្យូទ័រទៅសុខ ហើយខ្ញុំចិត្តណែណាគេមានកូនស្រីខ្ញុំមានតែកូនប្រុស កើតមួយទៀតហ្នឹងហ្មង អត់ទេជប់ហើយយកកូនទៀតហើយ ប្រពន្ធលែងឲ្យឯង អូ ខ្ញុំចាំបាន2ទៀតតែគេអត់ផង អូអត់ព្រមខ្ញុំយល់ស្រប បាទ ពោះ ឥឡូវពិបាក ហត់ណា ចាំកូនឥឡូវពិបាកជាងជំនាន់ឪពុកម្ដាយយើងមែនដោយសារឥឡូវអឺចំណាយក៏វាច្រើនមែន ហើយដោយហៅការព្រឹកព្រៀងទៅក្នុងការចិញ្ចឹមកូនហ្នឹងវាច្រើនជាងមុនហ្នឹងត្រូវគិតរឿងសាលាត្រូវគិតរឿងម្ហូបអាហារត្រូវគិតរឿងគាត់មើលអីគេខ្លះលើអ៊ីនធឺណិតគាត់ខ្សែគ្រប់ណាគេនៅកន្លែងដែរគាត់ទៅដើរលេងវាច្រើនណា ហ្នឹងមកសប្បាយចិត្តដែរដែលតារានិយាយចឹងព្រោះតារាជាអុកញ៉ាហើយអុកញ៉ានៅល្អូរឿងអស់ហ្នឹងចឹង បាទចំណាយច្រើនមែនមកចំណាយសាលាកូនចំណាយការដើរលេងមកគាត់ចំណាយការតុបតែងគាត់ចំណាយច្រើនណា យ៉ាអ្វីដែលបងចូលចិត្តពីតារាជាងគេគឺ message ទៅយ៉ាងហោចក៏5-10ម៉ោងក្រោយបានឆ្លើយដែរ បានឆ្លើយភ្លាម ប៉ុន្តែអត់ដែរអត់ឆ្លើយទេ ឆ្លើយ អត់ ភ្លា ដែរ ម ឆ្លើយ ហ្នឹង បាទ ហើយនៅពេលដែល5-10ម៉ោងក្រោយមកឬក៏24ម៉ោងក្រោយមកឆ្លើយគឺតែងតែផ្ញើរូបជាមួយកូនមកឲ្យរហូត អូ ហើយអ្នកមានកូនដូចគ្នាគឺយល់ចិត្តហ្មង បាទ តារាធ្លាប់មានមិត្តភ័ក្តិបងប្អូនម្យ៉ាងយើងជាប្រុសផងខុសពីខ្ញុំជាស្រី បាទ ការរំពឹងទុកទៅលើម្ដាយហើយនឹងការរំពឹងទុកទៅលើឪពុកខុសគ្នាបើ បាទ ឪពុកវិញគេរំពឹងទុកថាទោះយើងមានកូនយើងនៅអាចជួបលៀងបានផឹក បាទ ស៊ី បាទ បាន after work បានអីចឹង បាទ ណាបើម្ដាយគេអត់រំពឹងទុកថាដើរលេងស្រាប់អីចឹងគេអត់ បាទ សូវល្អ បាទ ទេដល់ពេលចឹងតារាធ្លាប់ធម្មតាយើងជាអុកញ៉ាផងខ្ញុំដឹងថាយើងត្រូវ socialize ត្រូវអីចឹងណាហើយ បា មែ ទ នតែនទៅបើគេទូទៅធម្មតាវ័យប៉ុណ្ណឹងនៅវ័យសុបាយឡើយណា បាទ ប្រុសខ្ញុំមិននិយាយស្អីៗទេ បាទ ប៉ុន្តែឥឡូវតារាហើយខ្ញុំឃើញតារានៅមួយកូនប្រពន្ធច្រើនមែនតើ បាទ មកខ្ញុំឡើងសប្បាយចិត្តធ្លាប់មានមិត្តភក្តិដែលនិយាយថាតាំងពីមាន អូគេកាត់កាល មាន ច្រើនហ្នឹងហ្មង ណហើយមានអារម្មណ៍ បាទ មិនដែរគេកាត់កាលចោលអញ្ចឹង អត់ដឹងធ្វើម៉េចវាដល់បរិបទនៅជីវិតតែយើងត្រូវព្រោះបើចាំមើលការខ្ញុំធំខ្ញុំនៅស្រុកក្រៅឆ្ងាយពីឪពុកអញ្ចឹងខ្ញុំបានជួបទូរស័ព្ទមួយឪពុកមកទឹកតែម្ដងឯងពីព្រោះកាលនោះថ្លៃយើងខលឆ្លងប្រទេសអញ្ចឹងបើនិយាយទៅឪពុកខ្ញុំគាត់មានកូនលុយខ្ញុំច្រើនណាស់គាត់ខំប្រឹងតស៊ូរកលុយឲ្យកូនបានទៅរៀននៅស្រុកគេហើយខ្ញុំចាំប្រទេសករណីមួយដែលខ្ញុំធ្លាប់ទៅប្រទេសជិតខាងរបស់យើងមួយគាត់ហ្នឹងកាលនោះដូចចង្កៅជើងខ្ញុំទួយមែនតើហើយអ្នកនៅ reception ហ្នឹងគាត់ដូចឆ្លើយដាក់ខ្ញុំឲ្យខ្ញុំចេញទៅសុខុបហ្មងហើយពេលនោះខ្ញុំមានអារម្មណ៍ថាដូចមានភាពកក់ក្ដៅខ្លាំងឲ្យខ្ញុំគាត់បាទគាត់ដូច គាត់ការ មក ពា មើ រ ល យើង តោដូចក្នុង Lion King ឲ្យនឹងហក់មកសង្គ្រប់គេដើម្បីការពារកូនឲ្យខ្ញុំអត់ខ្ញុំគិតរឿងហ្នឹងខ្ញុំព្រឺហូរមកហើយអញ្ចឹងតែឲ្យខ្ញុំគាត់ស្រឡាញ់គាត់គាត់ខ្វល់ខ្វាយគាត់ take care គាត់គ្រប់គង់ប៉ុន្តែឲ្យខ្ញុំមនុស្សដែលអត់សូវប្រកែកនិយាយទេហើយដល់ពេលយើងនៅឆ្ងាយពីគ្នាទៅអាតំណែងរបស់យើងវាមានកម្រិតអញ្ចឹងខ្ញុំមានការគិតមួយតាំងពីក្មេងមកថាដល់ពេលខ្ញុំមានកូនវិញខ្ញុំចង់ធ្វើម៉េចឲ្យខ្ញុំហើយនឹងកូនខ្ញុំអាចស្និទ្ធគ្នារហូតដល់គាត់មានសង្សារគាត់ប្រាប់ខ្ញុំដែរគាត់ខូចចិត្តក៏គាត់ប្រាប់ខ្ញុំដែរខ្ញុំចង់ខ្លាយទៅជាបុគ្គលទី1ដែលផឹកស្រាជាមួយនឹងគាត់អត់ចង់ឲ្យគេផ្សេងត្រូវមកលួចនាំកូនខ្ញុំត្រូវលួចលាក់ទៅផឹកមួយគេគាត់ទៅដល់គេហ្នឹងក៏ប៉ុន្តែខ្ញុំផឹកមួយឲ្យខ្ញុំហើយអញ្ចឹងផឹកស្រាហ្នឹងវាជារឿងធម្មតាអត់មានអីពិសេសសម្រាប់កូនជីវិតខ្ញុំចង់ឲ្យខ្ញុំមានអនុស្សាវរីយ៍ជាមួយគាត់ក្នុងពេលវេលាហើយនឹងឆាកមួយនៅក្នុងជីវិតរបស់គាត់ហ្នឹងដែលវាវិវត្តទៅលឿនណាព្រោះឥឡូវកូនបងខ្ញុំអាយុ7ឆ្នាំគាត់ប្រែច្រើនណាស់តែពីមុនខ្ញុំគឺ hero លេខ1ក្នុងជីវិតរបស់គាត់ហ្មងរត់ពេលគាត់ខ្ញុំចូលដល់ផ្ទះផ្លឹកគាត់ប្រឡែងចោលទាំងអស់រត់មកខ្ញុំប៉ាមកអោបគាត់នេះឥឡូវពេលខ្ញុំចូលដល់ផ្ទះខ្ញុំទៅដើរទៅរកគាត់វិញអាហ្នឹងមួយចំណុចដែលយើងឃើញឲ្យទៅ7ឆ្នាំហ្នឹងអញ្ចឹងខ្ញុំគិតថាបើខ្ញុំអត់ក្រេបយកអាពេលវេលាហ្នឹងទេខ្ញុំជ្រាវតែបន្តិចទៀតទៅគេចាប់ផ្ដើមមានមិត្តភ័ក្តិគេចាប់ផ្ដើមមានចំណូលចិត្តច្បាស់លាស់ផ្ទាល់ខ្លួនគេចាប់ផ្ដើមមានការបាក់ចិត្តការសប្បាយចិត្តផ្ទាល់ខ្លួនដែលច្បាស់លាស់ជាងហ្នឹងអញ្ចឹងយើងកាន់តែខ្ញុំកាន់តែបាត់បង់ឱកាសនៅក្នុងការសម្រេច
កម្មវត្ថុរបស់ខ្ញុំនោះគឺធ្វើម៉េចឲ្យមានអាតំណែងស្អិតល្មមមួយកូនណាអញ្ចឹងឥឡូវតែល្ងាចឡើងចប់ពីធ្វើដូចការ book appointment មួយភ្ញៀវឬក៏មួយគេអញ្ចឹងណាភាគច្រើនខ្ញុំរុញទៅថ្ងៃធ្វើការអត់រុញទៅថ្ងៃសៅរ៍និងអាទិត្យទេហើយបើអាចខ្ញុំរុញទៅបាយថ្ងៃតែអត់រុញទៅបាយល្ងាចទេដើម្បីខ្ញុំមានពេលល្ងាចខ្ញុំរត់ទៅរកកូនហើយអញ្ចឹងយ៉ាងហោចណាស់ក៏មានពេលបើថ្ងៃហ្នឹងទៅយឺតក៏បានថើបគាត់ទីក៏បាននិយាយលេងមួយគាត់សួរសុខទុក្ខគាត់តិចដែរបាទអញ្ចឹងយូរទៅវាក្នុងជីវិតអត់អាចមានអ្វីគ្រប់យ៉ាងបានទេអញ្ចឹងឥឡូវដូចបងសួរអញ្ចឹងមិត្តភក្តិគេចាប់ផ្ដើមនិយាយថាកាត់កោយើងចោលបណ្ដាដែរព្រោះគេហៅ3ដងហើយយើងអត់ទៅលើកទី4គេឡើងចង់ហៅយើងហើយបាទហើយយើងខានដើមមួយគ្នាយូរធម្មជាតិគឺយើងកាន់តែមានអារម្មណ៍មួយថាវាអត់ស្និទ្ធដូចមុនហើយបាទ so I guess ជីវិតបានផ្ដល់ជំរឿនឲ្យខ្ញុំអាចបន្តសប្បាយហើយបើខ្ញុំចង់សប្បាយឥឡូវខ្ញុំនៅមានកម្លាំងខ្ញុំនៅពេញវ័យនៅដូចថាមិនទាន់ជ្រួញខ្លាំងខ្ញុំនៅមានចំណង់ចង់ទៅផឹកស៊ីខ្ញុំនៅតែចង់ចូលក្លឹបខ្ញុំលើគេល្បីកន្លែងគេនេះគេ slow mo ដល់លើគេ slow mo ល្បីខ្ញុំចង់ទៅមែនតើប៉ុន្តែបើខ្ញុំទៅជំរឿនហ្នឹងខ្ញុំអត់បានទៅអាជំរឿនមួយទៀតដែលខ្ញុំចង់កសាងធំធាត់មានអនុស្សាវរីយ៍មួយកូននេះហើយពិបាកជីវិតហ្នឹងកើតមកជាមនុស្សពិតជាពិបាកមែនណាត្រូវការរើសថ្ងៃណាក៏ត្រូវការពិចារណារើសដែរបើទៅកម្មវិធីមួយហ្នឹងល្ងាចហ្នឹងអត់ជួបកូនបើទៅជាមួយនឹងបុគ្គលហ្នឹងអាទិត្យហ្នឹងអត់បាននាំកូនដើរលេងពិបាកតែក្នុងចិត្តចង់បានទាំងអស់ខ្ញុំមិនដឹងថាបងដូចខ្ញុំអត់ទេណាក្នុងចិត្តចង់បានទាំងអស់ចង់ដើរលេងមិត្តភក្តិចង់ទៅសប្បាយចង់ជួបការមានពេលរ៉ូម៉ាន់ទិកមួយប្រពន្ធតែពីរនេះចង់ទៅស្គាល់អានេះឃើញហាងថ្មីចង់ទៅសាប៉ុន្តែពេលចង់អានឹងហើយងាកមកវិញតែបើចឹងអត់បានលើកូនហ្នឹងហើយប៉ុន្តែនឹងជារឿងល្អខ្ញុំគិតថាវាសាមញ្ញទេវាអត់មានអីស្មុគស្មាញដូចគណិតវិទ្យាគិត algebra អីទេប៉ុន្តែសង្គមយើងនៅតែពិបាកធ្វើដោយសារតែខ្ញុំគិតថាមកពីចិត្តយើងចង់ឯងហើយរឿងអយុត្តិធម៌តិចនិយាយទៅរឿងប្រុសទៀតណាដោយសារតែម្ដងទៀតស្រីគេអត់រំពឹងទុកថាមានកូនហើយត្រូវទៅដើរលេងស្រីមកថាអាយុប៉ុន្មាន8 10ដែរតែមានកូនហើយនៅផ្ទះអញ្ចឹងគេអត់សូវសួររឿងហ្នឹងឯងចាំខ្ញុំសួររឿងហ្នឹងទៅលើប្រុសច្រើនហើយខ្ញុំគិតថាវារឿងអយុត្តិធម៌តាំងពីធម្មជាតិមកនៅពេលដែលខ្ញុំជាម្ដាយតារាជាឪពុកមានការរំពឹងទុកខុសគ្នាពីសង្គមអញ្ចឹងតែបើយើងរើសសង្គមបានគឺយើងចោលកូនហើយព្រោះយើងអាចយកទាំងពីរបានในក្នុងពេលវេលាណាមួយតែខ្ញុំសុំបើកបង្កកបញ្ជាក់ជំរឿទាំងពីរដែលខ្ញុំលើកឡើងមកហ្នឹងអត់មានមួយខុសមួយត្រូវទេពីព្រោះជួនកាលវាបើនិយាយទៅវាអាចថាសំណាងរបស់ខ្ញុំដែរថ្ងៃខ្ញុំមានចំណូលហើយនឹងលទ្ធភាពនៅក្នុងការចំណាយពេលមួយកូនដោយអត់ប៉ះពាល់ដល់ការផ្គត់ផ្គង់ទៅគាត់អញ្ចឹងក៏មានឪពុកខ្លះតែគាត់អត់ជំរឿដែរគាត់បើគាត់អត់ទៅអត់ធ្វើកូនបានឲ្យញ៉ាំកូនបានលើសណាទៅរៀនអញ្ចឹងវាក្នុងជំរឿពីរហ្នឹងខ្ញុំបញ្ជាក់ថាអត់មានមួយណាខុសហើយមួយណាត្រូវទេអាហ្នឹងវា again វាតាមកលៈទេសៈតាមស្ថានភាពរបស់យើងតាមលទ្ធភាពរបស់យើងដែរហើយតាមចំណង់ចំណូលចិត្តរបស់យើងដែរគ្រាន់តែសម្រាប់ខ្ញុំក្នុងស្ថានភាពរបស់ខ្ញុំខ្ញុំចង់ជ្រើសរើសជំរឿនេះជាងជំរឿមួយទៀតបាទអូខេខ្ញុំគិតថាខ្ញុំមិនទាន់ជាអ្នកត្រាស់ដឹងមានសមត្ថភាពបទពិសោធន៍ឬក៏ដូចបងសួរមុនជោគជ័យដល់កម្រិតមួយទៅចាប់ដើមវាតម្លៃថាណាគេខុសគេត្រូវខ្ញុំគិតថាខ្ញុំរងថ្ងៃតែជីវិតរបស់ខ្ញុំគ្រប់គ្រងមិនទាន់អស់ផងបាទអត់ចង់ចំណាយពេលទៅគិតរឿងរបស់គេវាអត់ខ្ញុំយកពេលមកគិតរឿងរបស់ខ្ញុំអស់សិនមុនហ្នឹងតារាលើកឡើងថាក៏មានអាជីវកម្មមួយចំនួនដែលបិទដែរមិញហ្នឹងយើងនិយាយរបស់ជោគជ័យយើងឃើញណាមានក៏ឲ្យធូកក kios Orchid រហូត Oh my god ខ្លួនឯងប្រើដែរសោះហ្នឹងឥឡូវ you មាន resort អត់តមានទេតែមានកម្រងហើយតែខ្ញុំគាត់ថាបើឥឡូវក៏អត់មានអ្នកគេទៅដែរបាទផ្សារក្រុមហ៊ុនបច្ចេកវិទ្យា right បច្ចេកវិទ្យាសំណង់ការិយាល័យអូខេចាអត់ដើរផ្សារបាទផ្សារទំនើបហ្នឹងអត់ដើរហើយខ្ញុំគិតថាបើគិតបកទៅវិញណាកាលនោះឈាមរាវទៅមង្គលការគេនៅខេត្តកំពង់សោមជាមួយនឹងមិត្តភ័ក្តិហើយថាតោះយើងជិះឡានមកពេញនឹងយប់ក្នុងឡានហ្នឹងមានគ្នា8នាក់ឡានវ៉ៃជិះមកនឹងយប់ទៅដល់ពេលយើងកំពុងតែស្រវឹងស្ដាប់មកស្អីក៏ល្អដែរយ៉ាគួរល្អដឹងចំណេញភ្ញៀវចេះអូមហ្នឹងអញ្ចឹងវាថា8នាក់ហ្នឹងគឺនិយាយត្រូវគ្នាហ្មងបាទបរំពេញវិញ
ធ្វើយកមកហើយខ្ញុំគិតថាហ្នឹងកាលហ្នឹងនៅក្មេងឈាមរាវពេកហើយធ្វើលឿនពេកអត់ពិចារណាអត់គិតមុខចុះកិច្ចសន្យាជួលទីតាំងគេតែ10ឆ្នាំទេបើខ្ញុំគិតបកមកវិញយើងចាយលុយធ្វើផ្សារមួយទាំងមូល10ឆ្នាំវាខ្លីខ្លាំងណាស់យ៉ាងតិចណាស់ក៏5 10ទៅ20ឆ្នាំដែរបើវា make sense ទេព្រោះ វាបានលុយមកវិញ សំឡងហ្នឹងជីវកម្មបែបយើងជួលអញ្ចឹងត្រូវការពេលមិនដូចបើម្ហូបអាហារជួនកាលបើយើងបើកត្រូវអត់ដល់1ឆ្នាំរួចដើមហើយបើយើងបើកវារៀងយឺតអីហ្នឹងក៏ថា2 3ឆ្នាំទៅវារួចដើមហើយយើងអត់បានបទពិសោធន៍ទៅធ្វើប្រភេទអាជីវកម្មបែបចរណៈទ្របហើយអត់ចំណាយពេលសិក្សាទៀតតាមអារម្មណ៍យើងចូលពេលចូលទៅដឹងថាអូ10ឆ្នាំខ្លីមែនតើហើយដាក់លុយតាមគម្រោងហ្នឹងច្រើនពេកហើយការគូប្លង់ហ្នឹងបង្ខំទៅព្រោះញ៉ាំបាយព្រោះពេលវេលាដែលគេទុកឲ្យយើងសាងសង់វាខ្លីទៀតអញ្ចឹងជាគូទៅមិនសុទ្ធឲ្យបានចេញតែពេលសុទ្ធហើយគូហើយមកហ្នឹងខ្ល้ายទៅជាផ្សារហ្នឹងខ្ល้ายទៅជាផ្សារមួយដែលដូចចូលមកភ្ញៀវគេអត់សូវចង់ជួលព្រោះគេមានអារម្មណ៍ថាវាដូចអត់ត្រូវមុំដូចឲ្យយើងលោខាងមុខហ្នឹងតិចជាងតិចពេកលោខាងក្រោយទៅច្រើនពេកលោកណ្ដាលហ្នឹងទៅកាត់អញ្ចឹងយើងគិតថាការមិនបានគិតវែងឆ្ងាយហ្នឹងធ្វើឲ្យយើងគូក៏អត់បានល្អកុងត្រាក៏អត់បានល្អហើយចុងក្រោយយើងព្យាយាមធ្វើទៅវាដើរមករយៈហ្នឹងទៅប៉ុន្តែដល់ពេលអត់សូវមានគេមកទៅភ្ញៀវជួលយើងហ្នឹងគេចាប់បានចេញហើយ COVID ទៀតយើងក៏គិតថាមើលទៅមិនងាយមកវិញទេហើយរយៈពេលដែលយើងនៅសល់នៅក្នុងផ្សារហ្នឹងវាកាន់តែខោយទៅទៀតអញ្ចឹងបើយើងមានជំរើសយើងដាក់លុយកែតែបើយើងដាក់លុយកែមិនកុងត្រាសល់តែ6ឆ្នាំទៀតហ្នឹង5ឆ្នាំទៀតហ្នឹងដាក់លុយថែមទៅមិនថាតែពន្លឺពេលវេលាដែលប្រម៉ូទដើមកាន់តែវែងទៀតអញ្ចឹងបើឧទាហរណ៍ដាក់លុយទៅដើរចុះក៏បានដើរវិញវា10ឆ្នាំហ្នឹងដែរហ្នឹងអញ្ចឹងសុខចិត្តដើរចេញខាត់លុយហ្នឹងតែយើងនៅសល់អារម្មណ៍មិននឹងគោះក្បាលតែគិតធ្វើអីផ្សេងវិញហើយសម្រាប់ចិត្តដើរចេញអស់នេះទៅបាទអាចចាឥឡូវឈប់នេះហើយទៅអត់យើងលក់ទៅឲ្យគេបាត់អីបងបាទអូខេផ្សារមានអីទៀតអត់ខ្ញុំធ្លាប់បើកហាងនឹងមុនបើកខយទៀត6គ្នាមិត្តភ័ក្ដិធ្វើជីវកម្មដូរលុយអានឹងថតជំរាបបងម្ដងហីបាទដល់ surprise ខ្ញុំអត់ដឹងថាធ្វើជាកាលនោះអត់មានមុខរបរគឺថាស្អីក៏ធ្វើដែរអត់មានឱកាសមានចំណូលthen គិតថាយើងទៅយកกระดาษប្រាក់ថ្មីពីធនាគារជាតិយកទៅឲ្យអាជីវកម្មព្រោះគេត្រូវការប្រាក់ថ្មីទុកអាប់ជូនភ្ញៀវបាទហើយពេលយើងកណនីទៅយើងថាអូទីផ្សារគេលក់กระดาษថ្មីហ្នឹងគឺគេកាត់ទឹក 7% ហើយយើងអាចទៅរកប្រភពដើមហ្នឹងអាចថាត្រឹម 4% ទេអញ្ចឹងយើងឃើញប្រឡោះចំណេញហ្នឹង 3% ច្រើនណាស់មើលយើងដូរឲ្យតែហើយកាលនោះគិតថាអូមិត្តភក្តិខ្ញុំម្ចាស់លាក់គីមិត្តភក្តិខ្ញុំម្ចាស់ជីវកម្មនេះអញ្ចឹងគេដឹងថាជួយគ្រប់គ្រងយើងហើយបាទអញ្ចឹងគុណចែកទៅវាដូចល្អដែរតែអ្វីដែលយើងភ្លេចគុណចែកហ្នឹងគឺគូប្រកួតហើយនឹងទីផ្សារគេអាចបត់បែនមកណាគេមិនមែននៅត្រឹង7រហូតទេអញ្ចឹងយើងចូលដល់6កន្លះយើងប្រាប់ដៃគូមិត្តភក្តិថាជួយគ្រប់គ្រងខ្ញុំហើយចំណេញទៀតឈ្នះមានអីមិនជួយតែយើងភ្លេចគិតថាពេលយើងដាក់6កន្លះគេតម្លាក់មក6យើងតម្លាក់មក5កន្លះតម្លាក់មក5អញ្ចឹងតម្លាក់ចុះតម្លាក់ឡើងយូរទៅវាដល់ចំណុចអត់លេងចំណេញអញ្ចឹងក៏សម្រាប់ចិត្តថាឈប់ធ្វើបាទធ្វើគ្នាពីរនាក់ចំណាយពេលធ្វើអាហ្នឹងហានិភ័យយកឡានខ្លួនឯងទៅដឹកខ្លួនឯងព្រោះកាលនោះអត់មានបុគ្គលិកទេអញ្ចឹងយកឡានខ្លួនឯងទៅដឹកលុយមួយខែចំណេញ$200ចែកគ្នាពីរនាក់ម្នាក់100អញ្ចឹងគិតចុះកន្លងទៅអត់កើតទេតែយើងឈប់ធ្វើហ្នឹងហើយអូខេបាទលើកឆ្នាំទៅដែលបងធ្លាប់សម្ភាសតារាថាកើក៏រៀងពិបាកដែរប៉ុន្តែឥឡូវកើដើរណាតាមកន្លែងហើយកន្លែងខ្លះក៏នៅតែពិបាកកន្លែងខ្លះក៏នៅគ្រាន់បើបាទតាមកន្លែងហើយកើជាបទពិសោធន៍មួយទៀតរបស់ខ្ញុំគេថាគ្រូផ្លាត់ស្នៀតព្រោះខ្ញុំតែងតែប្រាប់ទៅមិត្តភ័ក្តិក្រុមការងារទាំងអស់ថាបើយើងចង់ធ្វើអីធ្វើម៉េចឲ្យរបស់យើងត្រូវតែល្អជាងគេឬក៏ថោកជាងគេឬក៏យើងធ្វើបានលឿនជាងគេតោះតែយើងមាន1នៅក្នុង3ហ្នឹងឬក៏2ក្នុង3ហ្នឹងឬក៏ពិសេសមែនតើណាមាន3ក្នុង3ហ្នឹង100%យើងនឹងលក់ដាច់មកបាទហើយកាលនោះក៏ខ្ញុំគាត់ថាយើងគិតខ្លីគាត់ថាបើកម្ហូបចិនហ្នឹង
យើងចូលមកអត់ព្យាយាមទៅដោះអា3ហ្នឹងឲ្យ either យើងធ្វើល្អជាងគេថោកជាងគេឬក៏ លឿន លឿន ជា ជា ង ង គេ គេយើងចេះប្រឹងធ្វើឲ្យដូចគេដល់ពេលប្រឹងធ្វើដូចគេទៅអាវ៉ាន់របស់យើងវាអត់ដូចគេហើយដល់ពេលយើងប្រឹងធ្វើដូចគេភ្ញៀវរបស់គេមកញ៉ាំរបស់យើងភ្ញៀវរបស់គេមិនថាអាវ៉ាន់របស់យើងអត់ដូចគេដែរអញ្ចឹងអាវ៉ាន់របស់យើងគេលែងនិយាយរឿងល្អឬក៏មិនល្អឆ្ងាញ់មិនឆ្ងាញ់គេគាត់និយាយថាវាអត់ដូចគេអញ្ចឹងគេអត់ទិញហ្មងហើយអញ្ចឹងយើងពេលថាទៅវេទនាឆ្លងកាត់អាហែកាត់អាវគ្គដំបូងហ្នឹងត្រូវមកអង្គុយគិតថាឥឡូវអាវ៉ាន់របស់យើងវាអត់ដូចគេអញ្ចឹងតើយើងកែយុទ្ធសាស្ត្រហើយបាទលែងធ្វើឲ្យដូចគេធ្វើឲ្យខុសពីគេវិញធ្វើឲ្យខុសពីគេហើយព្យាយាមនិយាយជំរាបទៅអតិថិជននៅទីផ្សាររបស់យើងឥឡូវគឺខុសគេហ្មង លែងដូចគេអញ្ចឹងអាហ្នឹងបាទ plot ស្និទ្ធខ្លួនឯងដែរគិតទៅប្រាប់អីថាហ្នឹងឯងតែល្អជាងគេថោកជាងគេឬក៏លឿនជាងគេហើយប៉ុន្តែពេលកម្រងមួយហ្នឹង plot ស្និទ្ធយើងទៅព្យាយាមធ្វើដូចគេជីវិត ជីវិត បទពិសោធន៍នៃជីវិត អូខេផ្នែកមួយនៃសំណួរចុងក្រោយមិនមែនសំណួរចុងក្រោយគាត់តែមកផ្នែកចុងក្រោយព្រោះស៊ីសងលើតារាឆ្លើយល្អខ្ញុំសួរទៀត រឿងចូលហ៊ុនគ្នាខ្ញុំគិតថាហ្នឹងគឺជារឿងមួយដែលអ្នករកស៊ីមួយចំនួនរៀងស្ទាក់ស្ទើរពីព្រោះការចូលហ៊ុនគ្នាហ្នឹងវារៀងបថុយសូម្បីតែបងប្អូនក៏ដោយហើយបងប្អូនពេលខ្លះសឹងតែប្រាប់ថាកុំឲ្យចូលហ៊ុនគ្នាទៀតព្រោះខ្លាចដល់ពេលមានបញ្ហាអីទៅបងប្អូនមិនមែនដូចមិត្តភក្តិគ្រាន់តែ at least វាអត់ត្រូវជួបចូលឆ្នាំអត់ត្រូវអីចឹងដល់បងប្អូនទៅពិបាក បាទ តើព្រោះបើតាមស្ដាប់ទៅលើតារានិយាយមួយមិត្តភក្តិនេះមិត្តភក្តិនោះចឹងណាមានអ្នកនេះមានអ្នកនោះដូចចូលហ៊ុនគ្នាច្រើន បាទ បើក្នុងករណីចូលហ៊ុនត្រូវពិចារណាលើអីខ្លះអ្នកណាដែលគួរចូលហ៊ុនមួយយើង បាទអូខេបងបើយើងមានជំរើសហើយយើងគិតថាយើងមានគ្រប់គ្រឿងផ្សំដើម្បីអាចទៅធ្វើការងារហ្នឹងអាជីវកម្មមួយហ្នឹងបានដោយខ្លួនឯងធ្វើខ្លួនឯងល្អជាងគេបំផុត ប៉ុន្តែមាន អាហ្នឹងបើយើងមានជំរើស មានជំរើសដែលអាចធ្វើម្នាក់ឯង បើមានវាមានលក្ខខណ្ឌដូចខ្ញុំបានលើកឡើងអញ្ចឹងថាបងចង់បានអាជីវកម្មមួយត្រូវការទី1គឺយើងត្រូវការធនធានត្រូវការលុយ ទី2យើងត្រូវការចំណេះនិងជំនាញដើម្បីទៅធ្វើអ្វីដែលយើងចង់ធ្វើហ្នឹងឲ្យវាល្អជាងគេថោកជាងគេឬក៏លឿនជាងគេបាទទី3យើងត្រូវការអាចថាពេលវេលាច្រើនដើម្បីទៅធ្វើនេះផងព្រោះយើងចាប់បានដំបូងអត់មានមនុស្សនៅជុំវិញខ្លួនមានបុគ្គលិកអីច្រើនហោហៀអញ្ចឹងយើងត្រូវធ្វើនេះធ្វើនោះហើយបើការងារច្រើនយើងអត់មានពេលវេលាអញ្ចឹងវាមាន1 2 3 4 5លក្ខខណ្ឌដែលយើងត្រូវការមានកត្តាដែលត្រូវការមានដើម្បីយើងអាចទៅធ្វើមួយហ្នឹងឲ្យចេញបើយើងគិតថាយើងអាចរ៉ាប់រងបានទាំងអស់ហ្នឹងធ្វើខ្លួនឯងនៅតែជាជំរឿនល្អជាងគេអញ្ចឹងអូខេតែក្នុងករណីខ្ញុំអត់មានកត្តាទាំងអស់ហ្នឹងទេអញ្ចឹងខ្ញុំត្រូវស្រវារកដៃគូបាទហើយរកដៃគូហ្នឹងក៏មានដៃគូខ្លះល្អម្ដងថ្ងៃហ្នឹងខ្ញុំថាបើមានជាតិក្រោយសូមឲ្យបានធ្វើការមួយគ្នាទៀតតែក៏មានដៃគូដែលខ្ញុំថាបើមានថ្ងៃស្អែកមិនថាជាក្រោយក៏ខ្ញុំសុំឈប់ធ្វើការជាមួយគ្នាទៀតខ្ញុំស្អែកដល់ហ្មងវាមានស្ថិតិដូចអ្នកវាយធនេះនិយាយអញ្ចឹងណាបងក្នុង100វាត្រូវតែមានចង់ល្អខ្លះវាអត់ល្អខ្លះតែឲ្យតែ probability របស់យើងវាលើស50ទៅមុខហើយអញ្ចឹងខ្ញុំលើកពីខ្ញុំខ្លួនឯងអញ្ចឹងហេតុអីបានមុខរបរដែលខ្ញុំបង្កើតមកមួយចំនួនហ្នឹងខ្ញុំអត់មានដៃគូអត់កើតទី1ឧទាហរណ៍ថាតែគុជខ្ញុំគិតថាតែគុជគឺមានទីផ្សារអញ្ចឹងដើម្បីបើកកម្លាំងនឹងបានត្រូវការពេលវេលាត្រូវការលុយត្រូវការចំណេះជំនាញធ្វើតែគុជដែលល្អមានគុណភាពដែលវាល្អជាងគេឬក៏ថោកជាងគេឬក៏លឿនជាងគេខ្ញុំមកចេះធ្វើតែគុជហ្នឹងបើអត់ទិញ franchise មកគេធ្វើមកធ្វើតែគុជហ្នឹងចេញអញ្ចឹងមកទិញ franchise ហើយពេលទិញ franchise ដំបូងអត់មានបទពិសោធន៍រឿងថាបើក្រុមហ៊ុនគេត្រូវធ្វើម៉េចគេធ្វើអត់ចេះហ្មងទៅលោមូហ្មងអញ្ចឹងត្រូវការដៃគូណាគេមានបទពិសោធន៍ហ្នឹងហើយពេលចូលដំបូងអត់មានកម្លាំងចិត្តទៀតដូចថាយើងអត់តន់ក្លាហានណាអត់ដែរធ្វើអីមួយធំអញ្ចឹងត្រូវការកម្លាំងចិត្តអញ្ចឹងហេតុដៃគូអញ្ចឹងមានអ្នកខ្លះមកឲ្យបានគ្នាអ្នកខ្លះមកដើម្បីបានគ្នាអ្នកខ្លះបានមកដោយសារគាត់មានបទពិសោធន៍គាត់អាចជួយតម្រង់ទិសសម្រាប់បានទៅបាទអញ្ចឹងនៅក្នុងដូចការបើកខអញ្ចឹងខ្ញុំអត់មានកត្តាគ្រប់ទាំងអស់ដើម្បីទៅនឹងឲ្យបានទេធូបឥឡូវចាប់បានមានបទពិសោធន៍ពីខយចាប់បានមានលុយចាប់បានមានអីខ្លះហើយប៉ុន្តែខ្ញុំអត់ចេះឆុងកាហ្វេបងខ្ញុំធ្លាប់ធ្វើការនៅ Starbucks បានប្រហែលដែរហើយនេះប៉ុន្តែបើថាឲ្យទៅស្គាល់អំពីថាគ្រាប់កាហ្វេហ្នឹងមិនគេធ្វើមិនអត់ចេះទាំងអស់ហ្នឹងទេអញ្ចឹងត្រូវការម្នាក់ដែលគាត់ចេះហ្នឹងand then ទៅបើក Orkin ខ្ញុំមានគំនិតថាហ្នឹងគឺជាទីផ្សារមួយដែលវាល្អទៅមានតម្រូវការតែអត់ចេះធ្វើ
ការកម្ចាត់សត្វល្អិតព្រោះនឹងដឹងគេលេខគីមីអីនឹងគីមីអីហើយអាហ្នឹងគេ ស្ដាប់ ទៅប្រហែលដង តែស្ដាប់ presentation របស់ Orkin ណា ស្មុគស្មាញហ៎បង ទៅមិនយល់ថាអូ ស្មុគស្មាញមែន គ្រា ទែ ន់ ន តែរឿងកដោកលាតប៉ុណ្ណឹង បរៀន ចាច់ បុគ្គលិកហ្នឹងបងរាប់ថ្ងៃគាត់រឿងហ្នឹងអញ្ចឹងវាស្មុគស្មាញហើយបើអត់រកដៃគូដែលគេអាចព្រោះខ្ញុំគិតថាបើឲ្យខ្ញុំទៅរៀនខ្ញុំគិតថាខ្ញុំអាចរៀនបានតែសំខាន់ខ្ញុំអត់មានពេលវេលាទៅរៀនអញ្ចឹងទៅរកដៃគូមួយដែលគេមានពេលវេលាទៅរៀនអាហ្នឹងគេទៅចេះអាហ្នឹងហើយគេធ្វើអាហ្នឹងអាហ្នឹងបើកម្ហូបជប៉ុនខ្ញុំអត់ចេះហាន់ត្រីទេបងអញ្ចឹងខ្ញុំបើកតែឯងខ្ញុំបានតែគេទៅហាន់ត្រីហ្នឹងហើយអញ្ចឹងទៅរកដៃគូមួយដែលគេមានជំនាញខាងម្ហូបគេស្គាល់ថាអាណាដែលឆ្ងាញ់អាណាដាក់ទៅវានេះអាណាដែលវាពិសេសអាណាដែលដូចថាអតិថិជនស្ដាប់ហើយគឺគេគិតថាហ្នឹង so all in all ក្នុងអាជីវកម្មដែលខ្ញុំបើកហ្នឹងគឺភាគច្រើនខ្ញុំអត់តន់គ្រប់កត្តាដែលយើងត្រូវការដើម្បីបើកអាជីវកម្មមួយបានណាហ្នឹងហើយ អញ្ចឹងគាត់ទៅរកដៃគូ អញ្ចឹងរកដៃគូដែលគេអាចមកបំពេញកន្លែងដែលយើងចន្លោះប្រហោងហ្នឹងបាទហើយបើយើងមានសំណាងយើងប៉ះដៃគូល្អអញ្ចឹងទៅបាទបើយើងអត់សំណាងទេជួនកាលក្រុមហ៊ុននឹងដើរអាបានលក់បានប៉ុន្តែដៃគូខ្វែងកម្រិតគ្នាអាហ្នឹងខ្ញុំគិតថាជាហានិភ័យមួយចម្បងនៅក្នុងការចាប់ដៃគូគឺអត់មានមួយខុសមួយត្រូវគាត់តែកម្រិតអត់ដូចគ្នាអញ្ចឹងមួយគិតថាតទៅផ្លូវឆ្វេងមួយគិតថាទៅផ្លូវស្ដាំអាហ្នឹងតែអញ្ចឹងយើងគិតទុកមុនអត់យើងគិតទុកមុនថាបើសិនជា partnership ភាពដៃគូនឹងវាអត់ទៅយើងត្រូវចែកឆ្នាំងចានគ្នាមិនភាពជាម្ចាស់មិនអីដើម្បីដោះស្រាយការងារហ្នឹងជាទូទៅហ្នឹងតាមបទពិសោធន៍របស់ខ្ញុំទេចាប់ដៃគូនេះពិតជាពិបាកមែនអញ្ចឹងអ្វីដែលយើងព្យាយាមធ្វើដើម្បីកាត់បន្ថយភាពលំបាកមិនអាចលុបបំបាត់ទេណាមិនលុបបំបាត់កាត់បន្ថយទីមួយយើងត្រូវតែមានកុងត្រាច្បាស់លាស់ហើយកុងត្រាដូចថាកុងត្រាច្បាស់លាស់របស់ខ្ញុំហ្នឹងអាច30ទៅ50ទំព័រមែនកុងត្រារបស់ខ្ញុំដាក់លុយប្រហែលថ្ងៃណាយើងបើកឲ្យគេណាបងអាហ្នឹងអត់ច្បាស់លាស់ហើយកុងត្រាតែច្បាស់លាស់ហើយខ្ញុំលើកទឹកចិត្តឲ្យអ្នកដែលគាត់មានបំណងចង់ចាប់ដៃគូត្រូវតែហ៊ានចាយលុយជាមួយមេធាវីធ្វើកុងត្រាច្បាស់លាស់កុងត្រាហ្នឹងគឺជួយដោះស្រាយបញ្ហាបានច្រើនព្រោះឆ្លោះគ្នាពីមុនបើកហើយអត់ច្បាស់លាស់ហើយតាំងខ្ញុំឧទាហរណ៍ខមួយចំនួនដែលខ្ញុំគិតថាអ្នកខ្លះគាត់ចាប់ដៃគូគាត់មើលដំណងពេលដែលមានចំនួនដំណោះស្រាយជាអ្វីបើយើងអត់មានចងទេដំណោះស្រាយវាឆ្លោះគ្នាទៅហើយឆ្លោះគ្នាណាគេខ្លាំងជាងអ្នកចាញ់ខ្សោយជាងណាចាញ់ទេវាប៉ុណ្្នឹងតែបើនៅក្នុងកុងត្រាច្បាស់លាស់ពេលដែលមានការខ្វែងគំនិតយើងអាចឧទាហរណ៍ព្យាយាមដោះស្រាយរហូតដល់ចំណុចមួយដែលយើងគិតថាគេ2 3ដងហើយមិនអាចដោះស្រាយបានអញ្ចឹងគេមាន mechanic នៅក្នុងការទិញលក់គ្នាអញ្ចឹងបើថាអ្នកឯងមិនពេញចិត្តជាមួយកំណត់ខ្ញុំពេញជាមួយអ្នកឯងទេមានតែត្រូវមួយដើរចេញហើយអញ្ចឹងគេមាន mechanic មួយច្បាស់លាស់ដើម្បីថាត្រូវទៅវាតម្លៃហ៊ុនហ្នឹងមិនទៀតមិនតាមចិត្តបងឯងចង់កើនមកដាក់តម្លៃខ្ពស់ខ្ញុំទិញបានខ្ញុំចង់ខ្លាំងខ្ញុំដាក់តម្លៃខ្ពស់ហ្នឹងទៅបងទិញបានអញ្ចឹងដូចថាវាអត់ចេញទៅមុខដែរអញ្ចឹងគេមានតាំងពី mechanic នឹងការដាក់តម្លៃគេមានតាំងពី mechanic នឹងការដូរវេននេះបោះថៃទៅវិញទៅមកចុងទៅតែឥឡូវខ្ញុំឃើញថាក្រុមហ៊ុននឹងចំណេញតែខ្ញុំអត់ចង់ធ្វើការឲ្យបងទេឆ្លោះគ្នាហើយអញ្ចឹងខ្ញុំនឹងដាក់តម្លៃថាឥឡូវខ្ញុំសុំទិញហ៊ុនបង$100បើបងគិតថាបងក៏ពេញចិត្តក្រុមហ៊ុននឹងដែរហើយបងនៅចង់នៅនឹងបងធ្វើម៉េចឲ្យតម្លៃបងដាក់ខ្ញុំវិញលើសនឹងមក101វិញមកចឹងបងទិញខ្ញុំឡើងមកហើយអាហ្នឹងអត់មានតែការវែកញែទៀតព្រោះនៅក្នុងហ្នឹងយើងទៅសេអានីតិវិធីនៃការទិញលក់ច្បាស់លាស់ហ្មងមួយទៀតឧទាហរណ៍ថាយើងសម្រេចចិត្តថាឥឡូវអត់ត្រូវគ្នាទេខ្ញុំអត់ចង់ឲ្យបងនៅបងអត់ចង់ឲ្យខ្ញុំនៅដែរអញ្ចឹងខ្ញុំបងហ៊ុនទូចខ្ញុំហ៊ុនធំខ្ញុំថាខ្ញុំនឹងធ្វើបាបបងខ្ញុំទៅរកអ្នកទិញមកទិញហ៊ុនខ្ញុំឡើងតែខ្ញុំដឹងថាអ្នកទិញហ្នឹងពេលចូលមកគឺពិបាកហ្មងអញ្ចឹងបងនឹងវេទនាបាទនៅក្នុងកុងត្រាគេមានលក្ខខណ្ឌមួយទៀតគឺគេហៅ tag along បើខ្ញុំជាហ៊ុនធំបងជាហ៊ុនទូចខ្ញុំទៅរកអ្នកទិញបានមែនណាក្នុងតម្លៃដែលខ្ញុំលក់ហ្នឹងដើម្បីបងអាចលក់បានតើបងអាចលក់ដែរគេ tag បង tag along មួយខ្ញុំទៅលក់ដែរបើមិនអញ្ចឹងបងអាចមានសិទ្ធិ block អត់ឲ្យខ្ញុំលក់បានអញ្ចឹងអាហ្នឹងការពារអ្នកហ៊ុនទូចមួយទៀតគេហៅ drag along ឧទាហរណ៍ខ្ញុំហ៊ុនធំបងហ៊ុនធំចុះហើយបន្ទាប់មកបងចង់លក់អីព្រោះបងគិតថាលក់វាចំណេញជាងឬក៏លក់ទៅគេឲ្យលុយយើងថ្លៃអញ្ចឹងឬក៏បងចង់ដើរចេញណាតែខ្ញុំមានសិទ្ធិបោះឆ្នោតបដិសេធព្រោះដៃគូមានសិទ្ធិបោះឆ្នោតបដិសេធតែនៅក្នុងកិច្ចសន្យាជាដៃគូហ្នឹងគេមានខំហ្នឹងគេហៅ drag along ទាញមកវិញអញ្ចឹងបើខ្ញុំទៅហ៊ុនទូចហើយយើងមើលទៅយើងត្រូវតែលក់ហើយដោយសារកត្តាមួយរបស់យើងហើយបងមានសិទ្ធិក្នុងការទាញខ្ញុំទៅខ្ញុំបដិសេធអត់បានទេអត់យល់ទាញទៅបានន័យថាម៉េចបងត្រូវតែ drag បងមានសិទ្ធិ drag ខ្ញុំហ្នឹង
លក់មួយបងណែអញ្ចឹងវាមានខមួយការពារអ្នកហ៊ុនធំខមួយការពារអ្នកហ៊ុនទូចបើអ្នកហ៊ុនធំគេលក់ចេញទៅហើយបងមានសិទ្ធិក្នុងការ tag along tag តាមគេទៅដែរលក់ដែរ ហើយបើគេខូចគេអត់ព្រមឲ្យបងលក់ដែរបងប្លុកអត់ឲ្យលក់អញ្ចឹងចុងក្រោយតើគាត់ទាញមកទៅដែរបើគាត់លក់បានសម្រាប់ឲ្យកុំម្ដងគាត់បានន័យថាបើចង់លក់តតែអូខេទាំងអស់គ្នាលក់បានអស់គ្នាបើបងចង់បាទ drag along វិញគឺបើបងហ៊ុនធំបងចង់លក់តែខ្ញុំគឺជាបុគ្គលដែលឈ្នាននេះបងខ្ញុំថាអត់ឲ្យលក់បងមានសិទ្ធិ drag ខ្ញុំទាញខ្ញុំទៅដែរអញ្ចឹងមួយ tag តាមគេមួយគេទាញមកតាមគេយល់អញ្ចឹងហើយអាហ្នឹងខ្ញុំគ្រាន់តែឧទាហរណ៍ខ្លះឯងនៅក្នុងកិច្ចសន្យាដែលវាថាល្អអូមានខល្អច្រើនណាស់អញ្ចឹងមិនខ្ញុំលើកទឹកចិត្តឲ្យមានមេធាវីទៅហើយការធ្វើកិច្ចសន្យាហ្នឹងវាផ្ដល់ភាពច្បាស់លាស់មួយឲ្យយើងដឹងគ្រប់ពេលវេលាជួនកាលកងត្រាហ្នឹងខ្លាយទៅជាមេអាប៊ីតមួយដែលធ្វើឲ្យទាំងអស់គ្នាអត់ប្រហើនពេកចង់ធ្វើអីក៏ដឹងថាបើធ្វើអញ្ចេះគេអាចធ្វើអញ្ចេះច្បាស់លាស់ហ្មងហ្នឹងហើយទី2នៅក្នុងដៃគូបែងចែកតួនាទីឲ្យច្បាស់លាស់តែពេលណាអត់បែងចែកតួនាទីថាបងជា CEO គឺបងជា CEO ហ្មងបងខុសក៏ដោយត្រូវក៏ដោយឆ្នាំហ្នឹងលក់ឡើងឆ្នាំហ្នឹងលក់ខាតបុគ្គលិកហ្នឹងប្រជុំទៅខុសបុគ្គលិករើសមកខុសក៏ដោយបងជាអ្នកសម្រេចចិត្តអត់ឲ្យមាន2អ្នកសម្រេចចិត្តទេតែមាន2អ្នកខ្វែងកំណត់គ្នាហើយហ្នឹងហើយអាហ្នឹងតយើងសឿងហ្មងថាបើយើងថាឲ្យបើយើងអត់មានពេលមកកាន់ទេហើយគេចូលមកដោយសារយើងឲ្យពេលទៅគេហើយតើយើងផ្ដល់ការសម្រេចទៅគេហ្មងហើយទុកដល់6ខែ1ឆ្នាំ2ឆ្នាំយើងគិតថាដល់ចំណុចមួយដែលយើងគិតថាម្នាក់ហ្នឹងគឺឡើងទៅមុខហើយប្រជុំគ្នាបោះឆ្នោតដូរមេយើងចូលបើយើងគិតថាគេធ្វើមកយើងចូលធ្វើម្ដងទៅហ្នឹងហើយប៉ុន្តែបែងចែកច្បាស់លាស់ឲ្យមានមនុស្សគិត2នាក់តែការងារក៏ដោយតែមានកាប់ប្តីប្រពន្ធណាការងារមួយគិត2នាក់ក៏មានបែងកម្រិតហ្នឹងហើយអញ្ចឹងនៅក្នុងក្រុមហ៊ុនដៃគូគឺបែងចែកបន្ទាត់នឹងឲ្យដាច់ហ្មងអញ្ចឹងឧទាហរណ៍ថាបើឥឡូវយើងហ៊ុនទាំងអស់គ្នាយើងថាគាត់បកកាយការ marketing ឲ្យគាត់កាន់ marketing ការងារ marketing ឲ្យចំតឲ្យគាត់ធ្វើអីធ្វើលុះត្រាដល់ថ្ងៃដែលយើងទ្រាំឲ្យបានហើយដកអត់ចាញ់ហ្មងតែបើថ្ងៃដែលគាត់មានទូនាទីហ្នឹងគឺអត់ប៉ះការសម្រេចចិត្តរបស់គាត់ទេខុសក៏ដោយត្រូវក៏ដោយថាមកសង្កត់ចិត្តទី3អ្នកធ្វើគួរបានប្រយោជន៍អញ្ចឹងដៃគូច្រើនគាត់ថាយើងសើម្ចាស់ភាគហ៊ុនទេអញ្ចឹងបើបងឯងធ្វើ GM មកយើងជួយទៅក្រុមហ៊ុនរបស់យើងតើយកប្រាក់ខែទៅអីអាហ្នឹងមនុស្សថ្ងៃដំបូងគឺផ្អែមល្ហែមមួយគ្នាហ៊ុនធ្វើយូរទៅមួយថ្ងៃចំណាយពេល2-10ម៉ោង3-10ម៉ោងមកធ្វើគិតឈឺក្បាលជួបភ្ញៀវហើយទៅផឹកស៊ីទទួលភ្ញៀវខូចថ្លើមខូចអីទៀតហើយគេដើរលេងសប្បាយហើយមិន fair ហ្នឹងហើយចាប់ឡើងមានកូនចិត្តហើយអញ្ចឹងបានដៃគូត្រូវតែ fair មែនតើរឿងប្រាក់ខែចំណូលឲ្យគេមានប្រាក់ខែសមរម្យឲ្យគេមាន bonus ប្រចាំឆ្នាំពេលគេធ្វើល្អឲ្យគេមានអត្ថប្រយោជន៍ផ្សេងអញ្ចឹងគេពេលដែលយើងចងអត្ថប្រយោជន៍ហ្នឹងត្រូវឲ្យវា fair មិនត្រឹមតែគេអត់ល្អទេគេខ្លាចបាត់បង់ទូនាទីហ្នឹងទៀតព្រោះបាត់បង់ទូនាទីហ្នឹងបាត់ប្រាក់ខែហ្នឹងបានន័យថាអញ្ចឹងម្ចាស់ភាគហ៊ុនបានន័យថាម្ចាស់ក្រុមហ៊ុនមិនចឹងឥឡូវឧទាហរណ៍ទៅខ្ញុំនិងតារាចូលហ៊ុនមួយគ្នាបានន័យថាក្រុមហ៊ុនហ្នឹងចំណេញខាតយើងមិនចែកលុយឧទាហរណ៍ថាកងតាយើងនិយាយ50-50ចាប៉ុន្តែម្ចាស់ហ៊ុន2នាក់ហ្នឹងមានម្នាក់ដែលគាត់ទៅធ្វើអីផ្សេងគាត់មានក្រុមហ៊ុនដាច់ដោយឡែកផ្សេងជប់គាត់អត់ធ្វើការងារក្រុមហ៊ុនហ្នឹងទេប៉ុន្តែតារាធ្វើការងារក្នុងក្រុមហ៊ុនហ្នឹងបានន័យតារាមានប្រាក់ខែពីក្រុមហ៊ុនហ្នឹងទៅបាទ right មានប្រាក់ខែមានអត្ថប្រយោជន៍ផ្សេងមានអីយ៉ាងទៅតាំងពីខ្ញុំចេះបើកក្រុមហ៊ុននេះមកខ្ញុំទៅបើកប្រាក់ខែក្រុមហ៊ុននេះបានមួយខែគត់បាទខ្ញុំគិតថាចេះវាដូចថាការងារខ្លះដូចខ្ញុំឧទាហរណ៍ថាឥឡូវយើងចិញ្ចឹមកូនយើងហ្នឹងមានតែពុកម្ដាយយល់យើងចិញ្ចឹមកូនមិនមែនយើងអត់ចង់ឲ្យកូនយើងគាត់ទៅសុបាយទេប៉ុន្តែយើងដឹងថាភាពសុបាយមួយហ្នឹងនឹងធ្វើឲ្យគាត់ភ្លើតហើយបែកឆ្វេងអញ្ចឹងយើងហាមឃាត់ការហាមឃាត់ហ្នឹងក៏ធ្វើឲ្យយើងមានការខូចចិត្តបន្តិចដែរព្រោះយើងកំពុងតែរៀបរៀងកូនរបស់យើងឲ្យគាត់ទៅមានក្តីសុខតែយើងដឹងថាក្តីសុខហ្នឹងគឺវាអត់ល្អអញ្ចឹងយើងសុខចិត្តពិបាកចិត្តហើយគេថាតឹងចិត្តហ្នឹងតែហាមឃាត់ព្រោះយើងគិតថា long term វាជាប្រយោជន៍របស់គាត់ការអត់យកប្រាក់ខែហ្នឹងក៏ដូចគ្នាអញ្ចឹងមិនយកប្រាក់ខែគឺដូចយើងប្រឡែងកូនហ្នឹងឲ្យគាត់ទៅខ្សែបគ្រឿងញៀនហ្នឹងព្រោះមកពេលហ្នឹងគឺគាត់ខ្សែបទៅគាត់សប្បាយអញ្ចឹងការមិនយកប្រាក់ខែហ្នឹងយើងគិតថាជាការផ្ដល់សេរីភាពឲ្យកូនជាការបង្ហាញទឹកចិត្តថាយើងហ្នឹងគឺទុកចិត្តកូនណាបើអាការបង្ហាញហ្នឹងវាអត់ long term sustainable ទេចំណុចល្អមែនតើខ្ញុំត្រូវគេរុញខ្លាំងណាស់បើខ្ញុំសុកចិត្តយកប្រាក់ខែហើយប្រាក់ខែដែលខ្ញុំទទួលពីក្រុមហ៊ុននេះអត់បានខ្ញុំធ្វើការនៅខាងក្រៅ2ម៉ោងទេប៉ុន្តែគេចាប់ផ្ដើមឲ្យយកហ្នឹងអត់បានគិតរឿងថាទទួលប្រយោជន៍ដោយសារយើងធ្វើការហើយពីព្រោះ
វាអត់នេះទេប៉ុន្តែកន្លងមកចាហ្នឹងក្រុមហ៊ុនយើងហ៎ក្រុមហ៊ុនយើងអញ្ចឹងធម្មតាក្រុមហ៊ុនយើងធ្វើយើងអត់ច្បាច់យកប្រាក់ខែបុគ្គលិកមានប្រាក់ខែតែយកមានប្រាក់ខែ4ឆ្នាំហើយដែលអត់យកប្រាក់ខែប៉ុន្តែរហូតដល់មាន consultant គាត់ប្រាប់ខ្ញុំថាការដែលបងអាចយកប្រាក់ខែធ្វើឲ្យ business ទាំងមូលហ្នឹងណារៀបចំ target ខុសពីព្រោះកន្លងមកពួកខ្ញុំតែងតែគិតថាក្រុមហ៊ុនខ្ញុំចំណេញព្រោះដោយសារតែយើងឃើញសល់លុយមួយចំនួនហើយសម្រាប់ខ្ញុំជោគជ័យសម្រាប់ក្រុមហ៊ុននេះខ្ញុំអត់និយាយគេប៉ុន្តែក្រុមហ៊ុនទូចមួយរបស់ខ្ញុំហ្នឹងគឺបើចែកដនសុកលក់លែងដាច់ភ្លាមថ្ងៃហ្នឹងហ្មងខ្ញុំអាចមានលុយបើកប្រាក់ខែបុគ្គលិកខ្ញុំប្រហែលជិត20នាក់បានមួយឆ្នាំដែរយើងគិតថាយើងអាចប៉ុណ្ណឹងណាអញ្ចឹងយើងគិតទូចមែនតើហ្មងប៉ុន្តែលុយទាំងអស់ហ្នឹងគឺដោយសារតែពួកខ្ញុំអត់យកប្រាក់ខែបើមិនពួកខ្ញុំយកប្រាក់ខែតាមពិតរាល់ថ្ងៃហ្នឹងអត់មានលុយសម្រួលបើប្រាក់ខែបុគ្គលិកហ្នឹងឯងអញ្ចឹងបានន័យថាយើងនឹងដាក់ target ក្រុមហ៊ុនហ្នឹងខុសហ្មងព្រោះយើងគិតថាយើងចំណេញតែតាមពិតយើងអត់ចំណេញទេដោយសារតែបំណឹប្រមាណអ្នកនេះបើសិនយើងអត់ធ្វើខ្លួនឯងយើងមិនត្រូវជួលគេពេលយើងជួលគេយើងមិនត្រូវឲ្យប្រាក់ខែគេអញ្ចឹងធ្វើឲ្យយើងរៀបចំផែនការអនាគត business ហ្នឹងខុសហ្មងបាទដោយសារតួលេខហ្នឹងខុសហើយភាពមក control គេនិយាយប្រាប់ខ្ញុំអញ្ចឹងបើខ្ញុំថាអូយកប្រាក់ខែដែរសិនអត់ទេខ្ញុំគិតថាដៃគូភាពជាដៃគូដែលរឹងមាំគឺឈរនៅលើតម្លាភាពហើយនឹងភាពស្មើភាពហើយភាពស្មើភាពហ្នឹងគឺអ្នកណាគេធ្វើគួរតែបានផលហើយភាពច្បាស់លាស់នៅក្នុងការចាប់ដៃគូដែលយើងកងត្រានឹងអញ្ចឹងហើយការបែងចែកទូនាទីអាជីពទៅគឺតម្លាភាពទៅលើទាំងការសម្រេចចិត្តតម្លាភាពទៅលើទាំងអត្ថប្រយោជន៍តម្លាភាពទៅលើទាំងសិទ្ធិរឿងខ្លួនតាមការធ្វើកិច្ចសន្យាតម្លាភាពហ្នឹងគឺសំខាន់តែអត់មានតម្លាភាពហើយចាប់តាមផ្អៀងមកចំហៀងហើយអ្វីក៏ដោយតែផ្អៀងមកចំហៀងហើយយូរទៅវាដួលហើយប៉ុន្តែដល់ពេលដែលយើងប្រមូលគ្នាធ្វើកិច្ចសន្យាខ្ញុំមិនដឹងថាក្នុងចំណោមអ្នកចូលរួមទាំងអស់គ្នាមានបងប្អូនអត់បើសិនជាបងប្អូនធ្វើកិច្ចសន្យាតិចឆ្លោះគ្នាតាំងធ្វើកិច្ចសន្យាមើលមុខគ្នាលេងសូចិត្តឆ្លោះនៅពេលធ្វើកិច្ចសន្យាជាជាងយើងឆ្លោះនៅពេលយើងរកស៊ីចេញបានមួយឆ្នាំមួយផងខ្លួនខ្ញុំមានសាច់ញាតិចាស់ពីមុនដែលគាត់អត់និយាយរកគ្នាដល់ថ្ងៃតជំនាន់ដល់កូនដែលសាររឿងអត់មានកិច្ចសន្យាបាទប៉ុន្តែបើសិនជាហៅគ្នាធ្វើកិច្ចសន្យាมันខុសអីពីហៅប្តីប្រពន្ធចុះតាស៊ីវិលទេតែខ្លះគេមិនបើថាអ្នកមានល្បីៗនៅស្រុកខេត្តគេមានព្រីណាប់គេធៀមទុកឲ្យតែបើក្នុងករណីលែងលះគេត្រូវចែកសម្បត្តិគ្នាមិនប៉ុន្តែខ្លះអវិជ្ជមានចំពោះហ្នឹងណាយល់ថាហ្នឹងគឺបានន័យថាអូចឹងការមួយគ្នានោះដឹងតែលែងគ្នាអញ្ចឹងដូចចូលហ៊ុនអញ្ចឹងធ្វើកិច្ចសន្យាដូចមានអារម្មណ៍ថាចូលហ៊ុនអូយគម្រោងនឹងបែកគ្នាអូគម្រោងចង់អីហ៊ុនធនធំចង់ទិញខ្ញុំហ៊ុនតូចចង់ទិញហ៊ុនធំអីចឹងណាវាយើងទាំងអស់គ្នាចង់ទៅរកភាពស្តង់ដារការមានកិច្ចសន្យាហ្នឹងគឺជាភាពស្តង់ដារអូខេមួយម៉ាត់ហ្នឹងមានន័យជ្រៅម៉ាត់ចុងក្រោយបាទវាដំណាក់កាលខុសគ្នាដល់ឥឡូវជាអង្គញាអញ្ចឹងខ្ញុំមិនប្រៀបធៀបជាមួយទេខ្ញុំក៏មានបុគ្គលិក10-20នាក់ប៉ុន្តែវាត្រូវ start somewhere វាត្រូវចាប់ផ្ដើមពីកន្លែងណាមួយមិនអញ្ចឹងសម្រាប់អ្នកដែលគាត់ឥឡូវហ្នឹងនៅធ្វើការឲ្យគេហើយមានច្រើនណាដោយសារតែសម័យឥឡូវលក់អនឡាញវាស្រួលបាទអាការចាប់ផ្ដើមវាស្រួលនិយាយទៅការចាប់ផ្ដើមអត់ពិបាកដូចពីមុនទេពីមុនការចាប់ផ្ដើមវាទាមទារលុយ10-20ម៉ឺនបើហាងសុំអីច្បាប់អីណានៃប៉ុន្តែឥឡូវ100-200 $ក៏ចាប់ផ្ដើមធ្វើអាជីវកម្មបានដែរដោយសារគាត់លក់អនឡាញបានប៉ុន្តែពេលខ្លះបងមានអារម្មណ៍ថាអាភាពងាយស្រួលហ្នឹងធ្វើឲ្យយើងធ្វើប្រហែសដោយសារយើងយល់ថាមានអីខាតតែ100-200អញ្ចឹងអ្នកមួយចំនួនគាត់មើលឃើញដូចតារាមកពីកំពង់សោម8អ្នកបើកផ្សារភ្លាមអញ្ចឹងអាលឿនណាវាខាតលុយច្រើនអ្នកខ្លះមានលុយខាតអត់អីទេអ្នកខ្លះជីវិតក្នុងមួយជីវិតគាត់មានលុយតែប៉ុណ្្នឹងឯងបើខាតប៉ុណ្្នឹងទៅវាទៅជាបំណុលធ្ងន់អញ្ចឹងបើសិនជានេះ podcast អ្នករកស៊ីសួរអ្នករកស៊ីណាតើដល់ពេលណាមួយដែលគិតថាគាត់អាចឈប់ធ្វើការហើយទៅចាប់ផ្ដើមអាជីវកម្មបានព្រោះធ្វើការឲ្យគេយ៉ាងហើយនោះក៏វាសុវត្ថិភាពជាងវាមានរូបមន្តទេឬក៏មាន tip ទេមានខ្ញុំគិតថាខ្ញុំអត់មានរូបមន្តទេហើយមកឆ្លើយហើយខ្ញុំគិតថាអញ្ចឹងមនុស្សកើតមកមានទេពកោសលបើយើងនិយាយសាសនាគឺបុណ្យវាសនាខុសគ្នាយើងមិនអាចឃើញគេពូកែច្រៀងយើងចុះទៅថាមួយជីវិតហ្នឹងប៉ុនប៉ងត្រូវតែខំរៀនច្រៀងដាក់លុយទៅរៀនច្រៀងហើយយូរទៅយើងខាតពេលអស់មួយជីវិតតែចុងក្រោយយើងដឹងថាទេពកោសលខ្ញុំកើតមកគឺអត់មានខាងច្រៀងហ្នឹងហ្មងអញ្ចឹងមួយជីវិតហ្នឹងគឺយើងខាតចោលទាំងលុយទាំងពេលទាំងឱកាសអញ្ចឹងបើឈរលើអាកំណត់ហ្នឹងសហគ្រិនភាពមិនមែនសម្រាប់មនុស្សគ្រប់គ្នាទេហើយសហគ្រិនភាពគឺជាអាជីពមួយដែលលំបាកខ្លាំងមែនតើបាទវាហត់នឿយសម្រាប់ខួរក្បាលវាមានហានិភ័យសហគ្រិនភាពជាពិសេសអ្នកដែលគាត់កឆ្នាំងចាប់ផ្ដើមដំបូងហ្នឹងគឺនិយាយទៅចំណាយពេលទាំងស្រុងហ្មងហើយបើអ្នកដែលគាត់
ត្រូវចេញរកស៊ីពេលដែលគាត់មានគ្រួសារហើយទៀតរត់តែធន់ទៀតព្រោះត្រូវគិតរឿងគ្រួសារផងត្រូវគិតឲ្យបើដូចនៅក្នុងវ័យអ្នក30ជាង40ជាងមិនត្រឹមតែកូនគ្រួសារបងបងត្រូវគិតរឿងឪពុកម្ដាយចាស់ជរាទៀតហើយគាត់ឥឡូវត្រូវការពេកអញ្ចឹងវាសហគ្រិនភាពឈឺក្បាលហើយមានរឿងតានតឹងមានរឿងស្មុគស្មាញមានហើយជាទូទៅបញ្ហាទូគេដោះអស់ហើយអ្វីដែលគេមករកបងដែលជាម្ចាស់ក្រុមហ៊ុនហ្នឹងគឺសុទ្ធតែរឿងដែលកញ្ញាញ់ខួរមែនតើហើយអ្នកផ្សេងគេដោះឡើងកើតគេមករកបងអញ្ចឹងបើគិតទៅមែនតើការងារបងថ្ងៃហ្នឹងគឺដោះបញ្ហាដែលពិបាកពីព្រឹកដល់ល្ងាចបើផ្នែកហ្នឹងគឺដោះតែបញ្ហាគិតតែរឿងហ្នឹងហើយវាហើយពេលដែលមានអីកើតឡើងបើល្អគេរសាររបស់អូខេល្អតែបើខុសគេចោទបងមុនគេដែរវាហើយអាខុនគេចាំច្រើនទៀតណាបាទគេចាំយូរទៀតបាទហើយគេដឹងលឿនទៀតអញ្ចឹងសហគ្រិនភាពគឺមិនមែនសម្រាប់មនុស្សគ្រប់គ្នាទេអញ្ចឹងបើយើងឃើញគេធ្វើជោគជ័យនៅក្នុងអាជីពជាសហគ្រិនមិនបានន័យថាយើងត្រូវតែទៅនឹងដែរដូចថាបើឃើញគេច្រៀងទៅព្រោះគេបានចំណាប់អារម្មណ៍មនុស្សច្រើនមិនដល់យើងត្រូវប្រុងច្រៀងដែរជួនកាលធ្វើការគេក៏វាល្អមួយយ៉ាងដែរ I think វាអត់មានខ្ញុំគាត់ទី1យើងត្រូវកំណត់ជាមួយគ្នាថារកស៊ីខ្លួនឯងក៏ដោយធ្វើការឲ្យគេក៏ដោយធ្វើការងារបែបណាក៏ដោយបោះជូតរើសសម្រាមក៏ដោយរហូតដល់ធ្វើការជា CEO ក៏ដោយមានតម្លៃទាំងអស់អត់មានមួយណាល្អជាងមួយណាគឺមានតម្លៃទាំងអស់យើងកំពុងតែរួមចំណែកក្នុងសង្គមមួយដើម្បីឲ្យសង្គមនោះទៅមុខរួមគ្នាបាទហើយអ្នកមានអត់អ្នកក្រក៏ទៅរួចដែរត្រូវអញ្ចឹងមានតម្លៃទាំងអស់សូមបើសួរខ្ញុំថាតើពេលណាដែលយើងគួរតែកំណត់ជាបន្ទាត់ថាអាចដូរពីអ្នកធ្វើការឲ្យគេមកនេះវាពិបាកវាតាមដងវាតាមទេពកោសលវាតាមកត្តាសំណាងរបស់យើងជួនកាលម្នាក់ហ្នឹងគឺមានដងខាងរស់ស៊ីមានគំនិតមានទុនទាំងអស់ប៉ុន្តែអាពេលវេលាហ្នឹងវាអត់អំណោយផលសោះបាទឆ្លើយសំណួរមកឆ្លើយទៅនោះបាទខ្ញុំមានតែឆ្លើយជាមួយនឹងការលើកទឹកចិត្តថារីករាយជាមួយកន្លែងដែលខ្លួនឯងនៅប្រសិនបើកន្លែងខ្លួនឯងនៅហ្នឹងគឺវាផ្ដល់ក្តីសុខផ្ដល់ភាពរីករាយឲ្យយើងមានពេលវេលានិងលទ្ធភាពនៅក្នុងការទៅធ្វើអ្វីដែលយើងធ្វើខ្ញុំគិតថាអូខេហើយសំខាន់ហ្នឹងហើយអូខេតែយើងប្រុងពេកហើយឥឡូវវាបាក់ទៀតថាបណ្ដាញសង្គមរបស់យើង highlight តែអ្នកជោគជ័យមួយចំនួនទូចហើយដល់ពេលអញ្ចឹងមនុស្សជាទូទៅដូចថាមនុស្សជាទូទៅជាមធ្យមអត់ប្រៀបធៀបខ្លួនឯងជាមួយនឹងបុគ្គលដែលស្រៀងខ្លួនឯងឃើញតែ 1% ទូដែលគាត់ដូចថាធ្វើបានល្អហ្នឹងហើយចាប់ផ្ដើមប៉ុនប៉ងហើយដល់ពេលយើងប៉ុនប៉ងខុសពីធម្មជាតិរបស់យើងចាប់បានបាក់ចិត្តណាព្រោះការរំពឹងទុករបស់យើងវាខ្ពស់ពេកខ្ញុំឧទាហរណ៍ដូចឥឡូវហ្នឹងមើលឃើញTikTok ឬក៏ Facebook អីឧទាហរណ៍ឃើញគេរបៀបផាត់មុខខ្ញុំអត់ចេះផាត់មុខខ្លួនឯងជួលអ្នកផាត់មុខរហូតបាទឲ្យលុយគេរហូតដោយសារផាត់មុខខ្លួនឯងវាអត់វាចេះទៅនេះទៅនោះប៉ុន្តែដល់ពេលដែលឃើញគេបរៀនណាអូយស្រួលទៅដល់បាទបាក់សោះតែវីដេអូគេចេញមកឡើងខ្ចង់ដូចគេសឹងតែថារាប់ទៀតគេតប់ប្រហែលដងបានចេញប៉ុណ្ណឹងប៉ុន្តែយកមកនៅតែធ្វើអត់បានអញ្ចឹងពេលខ្លះត្រូវទទួលស្គាល់ថាអាណាដែលយើងត្រូវតែចេះអាណាត្រូវជួលគេអាណាត្រូវរកដៃគូអាណាដែលប្រហែលជាមិនស្ថិតនៅក្នុងវិស័យរបស់យើងឬក៏បុណ្យរបស់យើងទេបើសិនជាពេលខ្លះដល់ពេលគាត់មើលថាបងចឹងខ្ញុំរកចម្លើយឃើញតដែរថាតើខ្ញុំគួរលក់អត់ណាឥឡូវខ្ញុំវិញខ្ញុំម្ដងទៀតខ្ញុំទទួលបទពិសោធន៍ឃើញឪពុកម្ដាយខ្លួនឯងមកធ្វើឲ្យខ្ញុំចង់មានគោលបំណងធំប៉ុន្តែខ្ញុំមិនដែរហ៊ានសាកធ្វើអីច្រើនខ្ញុំដើរតែពីជាហ៊ានទៅមុខឯងខ្ញុំអត់ទាន់គិតអីណាវែងឆ្ងាយសូម្បីតែ office នេះមិននឹកស្មានថាខ្លួនឯងមានបន្ទាប់ពីរយៈពេល 4-5 ឆ្នាំទេប៉ុន្តែខ្ញុំគិតថាដើម្បីខ្លួនឯងអស់ចិត្តដែរតើយើងសាកបានយើងដឹងប៉ុន្តែសាកដោយមានកំណត់របស់ខ្លួនឯងដែលដឹងថាបាត់ប៉ុណ្ណឹងទៅអត់អីកុំឲ្យបាត់ប៉ុណ្ណឹងទៅវាអីខ្ញុំដូចពេលដែលខ្ញុំបើកក្រុមហ៊ុននេះអញ្ចឹងខ្ញុំដាក់លុយតែប៉ុណ្្នឹងឯងព្រោះខ្ញុំបានគិតគូរឲ្យអស់ហើយបើអាហ្នឹងអត់បានមកវិញសោះកូនខ្ញុំម៉ាក់ខ្ញុំប្អូនខ្ញុំអីហ្នឹងគឺអាចអូខេអត់មានបញ្ហាអីប៉ុន្តែបើសិនជាអស់ប៉ុណ្្នឹងទៅគឺលែងមានអីទាំងអស់ហ្មងដល់ខ្ញុំអត់ហ៊ានដែរខ្ញុំសគួរអញ្ចឹងឧទាហរណ៍ដូចច្រៀងអញ្ចឹងខ្ញុំពេលឃើញគេច្រៀងខ្ញុំតែងតែសម័យខ្លួនឯងថាអូវាសមតែខ្ញុំធ្វើបានដែរហ្នឹងហើយទៅបានដែរចិត្តខ្ញុំអារម្មណ៍ខ្ញុំព្រោះណាប៉ុន្តែអត់ចាំបាច់សាកអីច្រើនទេខ្ញុំមិនដឹងថាឥឡូវពេលគេជាងក្រៅគេទៅណាខ្ញុំខានដើរលេងយូរហើយប៉ុន្តែកាលនៅក្មេងៗពេលទៅក្រៅគេអញ្ចឹងសាកច្រៀងអត់មានអ្នកចាប់អារម្មណ៍ផងពេលច្រៀងទៅតែមនុស្សយើងប្រហែលអ្នកហ្នឹងខ្ញុំអត់ទាន់ទៅដល់សាកខ្លួនឯងអញ្ចឹងនៅលើឆាកធំទេតែអាទីផ្សារទូចហើយឃើញថា reaction ហើយបន្ទាប់មក
computer កាលហ្នឹងមាន Dell alcohol មួយវាមាន បាទ record កាលហ្នឹងទៅចាប់ផ្ដើមក្នុង computer មាន record បាទ សាក record សលេងខ្លួនឯងពេលជ្រាបមានអារម្មណ៍ខ្លួនឯងព្រោះប៉ុន្តែពេលស្ដាប់ឡើងវិញអីសេកវាអត់កើតអីចឹងអញ្ចឹងតេស្តប៉ុន្តែតេស្តឲ្យទូចបើសិនក្នុងករណីយើងអត់មានអាសកួរច្រើនអញ្ចឹងតេស្តអាទូចបន្តិចជួនកាលបើយើងអត់បានសាកយើងអត់ដឹងដែរអញ្ចឹងដូចយើងឃើញឥឡូវគេចាប់ផ្ដើមលក់អាជីវកម្មអនឡាញអីចឹងយើងសាកលក់ទៅប៉ុន្តែសាកទូចបានទេ បាទ កុំអាសាក់ធំពេកបើយើងអត់មានលទ្ធភាពតែបើយើងមានលទ្ធភាពបើឪពុកម្ដាយយើងមានដើមទុនគាត់សល់ហាងមួយទុកឲ្យយើងតេស្តស្រាប់អូខេអាហ្នឹងយើងសាកទៅ បាទ ប៉ុន្តែដល់ពេលចុងបញ្ចប់កុំប្រៀបធៀបខ្លួនយើងដែលយើងអត់ចង់ធ្វើសហគ្រិនផងប៉ុន្តែដោយសារតែគ្រប់គ្នាគេធ្វើសហគ្រិនអស់ហើយឥឡូវ បាទ អញ្ចឹងត្រូវតែធ្វើ ធ្វើជាតាមគេខ្ញុំពេលបាទខ្ញុំធ្វើការឲ្យគេអត់អន់ទេហើយខ្ញុំគិតថាអ្វីដែលយើងគួរតែយកមកវាស់នៅក្នុងជីវិតហ្នឹងគឺមិនមែនថាយើងចេញរកស៊ីឬក៏យើងធ្វើការឲ្យគេយើងគួរតែគិតវិញថាស្នាដៃរបស់យើងនៅក្នុងជីវិតឯគេអ្នកខ្លះចេញរកស៊ីមួយជីវិតណាប៉ុន្តែសួរថាមានបង្កើតស្នាដៃអីជួយសង្គមជាតិអត់ ហ្នឹងហើយតែអ្នកខ្លះវិញគឺធ្វើការឲ្យគេប៉ុន្តែគាត់បានចូលរួមអប់រំបុគ្គលិកចំនួនថ្មីៗហ្នឹង50នាក់បាទគាត់បានសម្រេចសមិទ្ធផលមួយនេះដែលធ្វើឲ្យក្រុមហ៊ុនរបស់យើងនៅលើឆាកអន្តរជាតិក្នុងវិស័យហ្នឹងគឺគេស្គាល់មកទេក្រុមហ៊ុនមួយនេះមកស្រុកខ្មែរគឺមានបុគ្គលិកឆ្នើមបកកែធ្វើបានអញ្ចឹងខ្ញុំគិតថាអ្វីដែលយើងគួរតែដេញតាមគឺដេញតាមសមិទ្ធផលវិញសមិទ្ធផលហើយខ្ញុំគិតថាតែពេលយើងមានសមិទ្ធផលទៅមេដឹងមើលឃើញគេខ្លាចបាត់យើងទៀតអញ្ចឹងធម្មជាតិគឺគេក្រុមហ៊ុនរីចម្រើនគេឡើងប្រាក់ខែយើងឡើងទូនាទីឲ្យយើងហើយអ្នកខ្លះធ្វើការឲ្យគេតែប្រាក់ខែខ្ពស់ជាងបាទខ្ពស់ជាងចេញរកស៊ីខ្លួនឯងអញ្ចឹងវាដូចថាធ្វើការគេអត់អន់ទេហើយមិនសំខាន់ទេយើងធ្វើឲ្យគេបើយើងមានសំណាងយើងមានលទ្ធភាពយើងមានដូចថាកត្តាគ្រប់គ្រាន់ដើម្បីចេញទៅរកស៊ីខ្លួនឯងក៏វាល្អដែរក៏មិនខុសដែរតែ again ធ្វើការឲ្យគេរកស៊ីខ្លួនឯងម្យ៉ាងល្អដូចគ្នាម្យ៉ាងម្នាក់ focus ទៅលើស្នាដៃដែលយើងអាចបង្កើតបានសម្រាប់ក្រុមហ៊ុននឹងសម្រាប់សង្គមនឹងសម្រាប់វិស័យនឹងយើងលេចធ្លោហើយជោគជ័យជីវិតអូខេអាហ្នឹងម្ដងទៀតត្រឡប់ទៅនិយមន័យភាពជោគជ័យខ្លួនឯងម្ដងទៀតដូចខ្ញុំឃើញតារាហាងបើកថែមរហូតខ្ញុំហៅតែជោគជ័យដល់ពេលសួរសម័យខ្លួនគេអត់ខ្ញុំអត់ជោគជ័យទេបងអត់ដល់គោលដៅខ្ញុំហ្មងបាទប៉ុន្តែគ្មានទេជមើល5-10ឆ្នាំក្រោយបងហៅមកសម្ភារម្ដងទៀតក៏នៅតែនិយាយថាអត់ទេបងអត់ទាន់គ្រប់ទេព្រោះអាហ្នឹងវាមកថ្មីរហូតចឹងណាពេលដែលយើងអាយុរៀងច្រើនចាប់ផ្ដើមសង្គមប្រែប្រួលមានការបត់បែនវាតែងតែមានស្អីថ្មីមកទៀតចឹងមកស្គាល់បងដារីហ៎ដេកស្គាល់ខ្ញុំធ្លាប់កាលខ្ញុំនៅឥឡូវខ្ញុំអត់ទាន់ចាស់តែខ្ញុំនៅក្មេងជាងហ្នឹងជាងហ្នឹងខ្ញុំធ្លាប់ទៅអង្គុយនៅក្នុងកម្មវិធីសមាគមមួយជាមួយនឹងបងដារីខ្ញុំគាត់ថាបងខ្ញុំសម័យមើលថាចង់ឲ្យទីក្រុងរបស់យើងវាស្អាតហើយរំលេចឡើងវិញការដាំដើមកង្កោកតាមមហាវិថីហើយដល់ពេលដល់រដូវនៅជប៉ុនគេមានសាគូរ៉ាការឈូកដល់ពេលយើងដល់រដូវមួយគឺក្រហមងឿងហ្មងហើយទៅចោលទាំងអស់គាត់គេបិទផ្នែកសម័យទីក្រុងភ្នំពេញគេឃើញភាពក្រហមតែក្រូចនៃផ្កាកង្កោកដើមកង្កោកហ្នឹងអាហ្នឹងគឺជាអត្តសញ្ញាណមួយដ៏លយមែនតើហើយយើងធ្លាប់សាកល្បងម្ដងហើយវាលយមែនណាយើងហើយម៉ូណារីគាត់ក៏សោចហើយគាត់ថាហ្នឹងវាពិបាកអីចឹងណាអាហ្នឹងនៅតែជាក្តីសម័យរបស់ខ្ញុំចឹងថ្ងៃហ្នឹងខ្ញុំមានលទ្ធភាពខ្ញុំមានលុយមែនខ្ញុំសុំ sponsor មហាវិថីមួយគឺដើមកង្កោកខ្ញុំដាក់លុយថែរាល់ខែហ្មងអាហ្នឹងមួយទៀតខ្ញុំធ្លាប់តែគិតថាដូចថាចំនួនយើងដូនតារបស់យើងគាត់ប្រកែគាត់ល្អគាត់ខ្លាំងគាត់ធ្វើបានប្រាសាទច្រើនក៏វត្តបយ័នណាតែបើយើងនៅតែមានផ្នែកកំណត់មួយថាដូនតារបស់យើងគឺត្រូវតែប្រកែយើងថាយើងអញ្ចឹងពីមួយចំណុចទៅវាកាន់តែអន់ទៅវាអាចឡើងអញ្ចឹងខ្ញុំចង់ដាក់ challenge នេះថាតើអាណាក៏ទៅខ្ញុំអាចធ្វើជាជលករមួយនៅក្នុងការគៀងកងមនុស្សចំនួនយើងនេះចំនួន millennial ចំនួននេះហ្នឹងឲ្យយើងទៅសម្រេចបានសមិទ្ធផលឲ្យមួយដែលដាក់ក្នុងប្រវត្តិសាស្ត្រចំនួនរបស់យើងហ្នឹងគឺបានធ្វើឲ្យមួយធំដែរចូលទៅបើយើងអាចគៀងកងគ្នាធ្វើជាគម្រោងសាសនាក៏បានសាលាក៏បានដែរប៉ុន្តែគឺជាអ្វីមួយដែលមិនគ្រាន់តែធ្វើឲ្យដូចគេនៅស្រុកក្រៅគឺខ្ញុំចង់ល្អជាងគេពិសេសជាងគេធំជាងគេទំនើបជាងគេបើថាយើងសង់វត្តអារាមយើងសង់វត្តសម័យទំនើបមួយដែលធំជាងគេនៅក្នុងអាស៊ីអាគ្នេយ៍បានអត់ហើយនៅក្នុងវត្តហ្នឹងតាំងពីម៉ាបតាំងពីចម្លាក់តាំងពីស្ពាន់សូម្បីតែស្លាបព្រាដែលប្រសង់ប្រើប្រាស់តតហ្នឹងគឺមានសិល្បករខ្មែរធ្វើដោយដៃឆ្លាក់ដោយប្រណិតហើយមានអត្ថន័យទាំងអស់នៅក្នុងហ្នឹងតាំងពីគំនូនៅលើពិដានលើរសហ្នឹងគឺសុទ្ធតែមានអត្ថន័យគូដោយសិល្បៈអាហ្នឹងគឺជា masterpiece មួយដែលពុំមានអ្នកណាគេនៅលើโลกអាចដើរជន់ហើយប្រាប់ថាមិនមែនជា masterpiece អាហ្នឹងជំនាន់របស់យើងគឺគេភ្លេចបាត់ហើយមកឯងគេភ្លេចបាត់ហើយខ្ញុំមក
500 ឆ្នាំក្រោយតែគេនៅចាំនៅជំនាន់មួយទាំងមូលហ្នឹងសង់អាហ្នឹងធ្វើអាហ្នឹងសម្ដេចបានអាហ្នឹងដូចយើងឥឡូវនៅនិយាយសម័យអង្គរបាទខ្ញុំគិតថាយើងត្រូវមានអាក្នុងថាយ៉ាដូនតារបស់យើងធ្វើប៉ុណ្នេះហើយយើងត្រូវរកវិធីដើម្បីធ្វើឲ្យបានល្អជាងដូនតាទេបានសង្គមយើងពីមួយជំនាន់ទៅមួយជំនាន់រីកចម្រើនណាហើយត្រឡប់ទៅភ្ជាប់អ្វីដែលតារានិយាយមិញហ្នឹងនៅពេលដែលយើងចង់ធ្វើ masterpiece មួយមិញឧទាហរណ៍រឿងធ្វើវត្តណាយើងមានអ្នកដែលជាម្ចាស់ក្រុមហ៊ុនដែលត្រូវបោះទុនប៉ុន្តែយើងមិនត្រូវការវិស្វករមិនធ្វើការឲ្យគេត្រូវយើងអាចមាន CEO ដែលជាក្រុមហ៊ុនវិស្វករប៉ុន្តែយើងមិនមានបុគ្គលិកអញ្ចឹងអ្នកបុគ្គលិកហ្នឹងក៏ជាការចូលរួមចំណែកដើម្បីសាងអីមួយទុកដល់ក្មេងជំនាន់ក្រោយដែរមិនចាំបាច់តអ្នកទាំងអស់គ្នាសិនតែរស់ស៊ីបើរស់ស៊ីទាំងអស់គ្នាអាគេណាក់គេអ្នកទិញបាទត្រូវ true អូខេមិញខ្ញុំសន្យាថាសំណួរចុងក្រោយប៉ុន្តែមួយចុងក្រោយមែនតើដោយសារតែខ្ញុំចាប់អារម្មណ៍ពាក្យមួយដែលតារានិយាយថាខ្ញុំបើគាត់តែមកចេះឆុងតែគុជហ្នឹងby the wayបុគ្គលិកខាងកាមេរ៉ាខ្ញុំចេះឆុងតែគុជខ្ញុំទៅលួចពីកន្លែងតែគុជមកទៅញ៉ាយគេយកមកហ្មងចាប្តីខ្ញុំមិនមែនខ្ញុំទៀត nice តារាប្រើពាក្យថាខ្ញុំអត់ចេះឆុងតែគុជប៉ុណ្ណឹងខ្ញុំបើកធូបខ្ញុំអត់ចេះឆុងកាហ្វេហ្នឹងខ្ញុំបើកអូខេខ្ញុំអត់ចេះស្អីគេរឿងសត្វល្អិតហ្នឹងខ្ញុំបើហាងជប៉ុនខ្ញុំអត់ចេះហាន់សាច់ត្រីទេចាតារាចេះអីគេចាអាហ្នឹងខ្ញុំគិតខ្លួនឯងណាខ្ញុំគិតដៃគូរបស់ខ្ញុំគេបបួលខ្ញុំធ្វើការជាមួយគ្នាគឺទី1គេគិតថាទស្សនៈរបស់ខ្ញុំខ្ញុំគាត់ថាគេទស្សនៈរបស់ខ្ញុំនៅក្នុងការមើលទីផ្សារហ្នឹងល្អមិនល្អគួរធ្វើហេម្ដងទៀតគឺមិនមែនថាដើរទាំងអស់នោះវាអត់ដើរដែរតែគាត់ថាស្ថិតិគឺទស្សនៈរបស់ខ្ញុំវាប្រើការបានភាគច្រើនបាទទី2ខ្ញុំគិតថាអាចថាការធ្វើទីផ្សាររបស់ខ្ញុំភាគច្រើនគេផ្ដល់សិទ្ធឲ្យខ្ញុំចេញយោបល់នៅក្នុងការកសាងframework សម្រាប់នាយកដ្ឋាន marketing ហើយនឹងចក្ខុហើយនឹងយុទ្ធនាការទីផ្សារផ្សេងៗអញ្ចឹងណាមួយទៀតខ្ញុំគិតថាអាចថាគេឲ្យតម្លៃមក network របស់ខ្ញុំខំកសាងហ្នឹងឥឡូវមានឱកាសស្គាល់បងដែរអញ្ចឹងពេលគេចាប់ដៃគូមកខ្ញុំទៅគេគិតថាខ្ញុំអាចជួយគៀងកងធនធាននៅក្នុង network របស់ខ្ញុំកសាងដើម្បីមកទ្រទ្រង់អាជីវកម្មហ្នឹងឲ្យវាទៅមុខបានបាទមួយទៀតខ្ញុំគិតថាទេពកោសល្យឬក៏អាចថាបទពិសោធន៍របស់ខ្ញុំនៅក្នុងការចងក្រងជាប្រព័ន្ធណាអញ្ចឹងថ្ងៃយើងធ្វើអីយើងអត់ព្យាយាមតតែខ្លួនឯងចេះមិនធ្វើបានទេយើងចេះតែព្យាយាមចងក្រងអ្វីគ្រប់យ៉ាងដែលយើងធ្វើនឹងឲ្យមានជាប្រព័ន្ធមានជាច្បាប់ទម្លាប់ហើយយើងយកប្រព័ន្ធនិងច្បាប់ទម្លាប់ហ្នឹងបង្កើតជាកម្មវិធីអប់រំរើសបុគ្គលិកល្អមកឲ្យគាត់ឆ្លងកាត់ការអប់រំគាត់ចេះហ្នឹងហើយគាត់អាចធ្វើបានហើយខ្ញុំគិតថាហ្នឹងថ្ងៃគឺគេទុកចិត្តឲ្យខ្ញុំធ្វើហ្នឹងច្រើនបាទអញ្ចឹងដៃគូមួយអាចបកកែនៅក្នុងការរើសសាច់ត្រីជាមួយនឹងការចម្អិនម្ហូបជប៉ុនតែគាត់អាចនឹងអត់ដឹងថាតើយើងគួរចងក្រងច្បាប់ទម្លាប់នីតិវិធីមិនដើម្បីឲ្យពេលដែលបុគ្គលិកចូលមកគេអត់ឈប់ខ្ញុំចេះអាហ្នឹងគាត់អាចនឹងដឹងថាពេលដែលលុយចូលមកតើយើងត្រូវគ្រប់គ្រងចំណូលហ្នឹងរបៀបម៉េចដើម្បីកុំឲ្យលក់បានតែបាត់លុយរហូតអញ្ចឹងក៏វាអត់វាចេះហូរតាមកឆេទៅពីព្រោះលក់បានច្រើនមិនប្រកាសថាចំណេញច្រើនទេណាបាទសូអញ្ចឹងខ្ញុំគិតថាគេយកខ្ញុំទៅហ្នឹងខ្ញុំអាចថាមានបទពិសោធន៍ខ្លះនៅការងារផ្នែកពីក្រោយការលក់ហ្នឹងដើម្បីទៅរៀបចំតាំងពីហិរញ្ញវត្ថុធនធានមនុស្សទីផ្សារចក្ខុហើយគេដឹងថាគិតខាងមុខនោះទៅអញ្ចឹងខ្ញុំជួយកសាងខាងក្រោយអូខេgoodល្អមែនតើអាហ្នឹងដោយសារតែមិញចាប់បានពេលដែលនិយាយថាអត់ចេះនេះអញ្ចឹងណាពីព្រោះថាហ្នឹងជាចំណុចល្អមែនតើថានៅពេលដែលយើងមានអីមួយបាទដែលជាប្រយោជន៍សម្រាប់អ្នកផ្សេងបានណាអាហ្នឹងគឺដើមទុនយើងអត់ចាំបាច់តយើងត្រូវតែមានលុយទេពីព្រោះអ្នកមានលុយមួយចំនួនគាត់អត់មានអាហ្នឹងអញ្ចឹងគាត់មានលុយហើយគាត់ត្រូវការលុយពីយើងទេគាត់ត្រូវការឲ្យយើងមានដើមទុនដើម្បីទៅបើកក្រុមហ៊ុនទេគាត់ត្រូវការអ្វីដែលយើងមានហ្នឹងអញ្ចឹងសម្រាប់អ្នកមួយចំនួនដែលគាត់គិតថាកុំធ្វើអ្នករកស៊ីព្រោះយើងអត់មានលុយទេពុកម្ដាយមានទ្រព្យសម្បត្តិឲ្យទេយើងអត់មានផ្ទះដែលអាចបើកហាងឬលក់ឲ្យបានចាប់រួយបានទេប៉ុន្តែជួនកាលយើងមានមួយចំនួនហើយឧទាហរណ៍ដូចជំនាញមួយរបស់តារានិយាយថាមើលទីផ្សារណាខ្ញុំធ្លាប់សម្ភាសគាត់ចឹងខ្ញុំឆ្លើយជំនួសហ្មងគាត់ថាដូចធ្វើទីផ្សារអញ្ចឹងពេលខ្លះក្បាច់ស្រីអត់មានទេដើររាប់ខ្ញុំតែចាំបានណាដើររាប់បើសិនជាម្ដុំហ្នឹងមានមនុស្ស 5,000 នាក់អាចបើកហាងកាហ្វេបានមួយហ្នឹងអញ្ចឹងដូចអញ្ចឹងអីអានេះជាអ្វីដែលខ្ញុំអត់មានទេខ្ញុំដឹងថាខ្ញុំមិនដឹងទេយកអីយកមកខ្ញុំអាចធ្វើឲ្យវាគួរឲ្យចាប់អារម្មណ៍បានបើខ្ញុំចេះតែធ្វើឲ្យវាស្ដាប់ទៅឃើញថាគួរឲ្យចាប់អារម្មណ៍អញ្ចឹងអារឿង research មុនហ្នឹងឲ្យអ្នកផ្សេងទៅធ្វើអញ្ចឹងគេត្រូវការហ្នឹងណាឲ្យតែយើងចេះអីមួយឧទាហរណ៍ដូចបណ្ដាញដែលយើងត្រូវការតារាមានមិត្តភ័ក្តិមានបងប្អូនស្គាល់គ្នាស្គាល់អ្នកនេះស្គាល់អ្នកនោះ
ហើយមានគេនិយាយថាតែខ្ញុំអត់សូវស្គាល់គេច្រើនទេចាបើយើងនៅតែមកកន្លែងអត់ទៅរកគេអត់ទៅចូលសមាគមអត់ទៅអីអាហ្នឹងពិតជាអត់ស្គាល់គេមែនអត់មានបណ្ដាញមែនហើយបណ្ដាញ powerful ណា បាទ បណ្ដាញគឺមានឥទ្ធិពលមែនតើពេលខ្លះគេអត់ត្រូវការលុយយើងគេអត់ត្រូវការចំណេះយើងគេអត់ត្រូវការមុខយើងទៀត បាទ គេត្រូវការតែមនុស្សដែលយើងស្គា ស្គា ល់ ល់ ទេ បាទ Oh my god ហើយនៅពេលដែលយើងទៅកម្មវិធីយើងអង្គុយចុចទូរស័ព្ទម្នាក់ឯងនៅកាច់ជ្រុងណាមួយឬក៏លើសាឡុងម្នាក់ឯងយើងបាត់បង់ឱកាសនៅក្នុងការកសាងបណ្ដាញហ្នឹងហើយអញ្ចឹងបើសិនជាចង់ខ្លាចជាអ្នកមានតែថ្ងៃក្រោយ យើងនិយាយអញ្ចឹងចាព្រោះលុយវាតាក់ទាញមនុស្សណា បាទ អឺពេលដែលស្ដាប់ podcast ហ្នឹងមើលថាតើតារាមានអីខ្លះតារាអត់មានអីខ្លះអាណាខ្លះដែលយើងគិតថាហ៎អុកញ៉ាគេមានអានេះតែពិតខ្ញុំពុំមានបដៅដែរតែខ្ញុំអាចទៅបង្កើតអាហ្នឹងបានខ្ញុំអាចទៅរកវាបានហើយបច្ចេកវិទ្យាវាដើរតួនាទីជួយយើងបានច្រើនមែនតើតែបើយើងប្រើវាត្រូវដែរអញ្ចឹងមើលយើងប្រើបច្ចេកវិទ្យារាល់ថ្ងៃប្រើបណ្ដាញសង្គមរាល់ថ្ងៃទៅកម្មវិធីរាល់ថ្ងៃទៅជួលកៅមួយគេមើលមានបានសល់បណ្ដាញអីខ្លះសល់មនុស្សដែលបើយើងលក់គេនឹងទិញអត់ បាទ ជាចំណុចល្អមែនតើ ព្រឹងពិតត្រង់ត្រូវ ហើយដល់ពេលគេចេះហាន់ត្រីនោះគេជំនាញគេខាងហ្នឹងអញ្ចឹងទៅ បាទ ពីព្រោះឲ្យអ្នកចេះបណ្ដាញច្រើនហ្នឹងទៅហាន់ត្រីក៏គេអត់ ធ្វើអ ញ៉ាំ ត់ចេញ ដែរ ទេបាទ អូខេ Oh my god អរគុណច្រើនមែនតើតារាអូ អរគុណបង ខ្ញុំមានអារម្មណ៍ថាលើកនេះខ្ញុំមានអំណាចជាងរាល់ដងណាព្រោះរាល់ដងពេលដែលខ្ញុំសម្ភាសតារាគឺស្ថិតនៅក្រោមកម្មវិធីរបស់គេ បាទ ដូច្នេះខ្ញុំក៏ត្រូវតាម objective កម្មវិធីគេប៉ុន្តែលើកនេះ podcast របស់ខ្ញុំចាខ្ញុំចង់សួរអីក៏បានប៉ះចំវាគ្មិនតែថាអត់អីបងឯងសួរអីក៏បានដែរ អរគុណបងសំណួរល្អរីករាយ អរគុណច្រើនមែនតើហើយខ្ញុំសង្ឃឹមថាមិនយូរទេព្រោះឥឡូវ37 40ជាង10ជាងឆ្នាំមួយផ្លែតទេណា បាទលឿ តែ ន មុនខ្ញុំមានអារម្មណ៍ថាអូយដល់សល់10ឆ្នាំទៀតនោះឥឡូវអត់ទេ ឥឡូវលឿនណា 10ឆ្នាំ កូននេះ7ឆ្នាំបាទមែន នឹងមើលឃើញថានៅ តែ តែ គេឡើងចង់នៅលើខ្ញុំ កុំនិយាយចំគ្នាកូនប្រុសផងហត់តែឆក់លេងចាប់នៅក្បែរម៉ែទៀតហើយខ្ញុំនឹងរងចាំថ្ងៃកាត់ខ្សែពោសម្ពោធឥឡូវយើងមានបុគ្គលិកមួយមែនទេ យេសង្ឃឹមបងសង្ឃឹមព្យាយាម អូខេអរគុណច្រើន អរគុណបង